ជំរាបសួរសួស្តីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីអេដមីននឹងពំនៅកំណត់ជីវចលមួយដែលល្អមើលមែនតើមួយដងរឿងនេះគឺមានរយៈពេល1ម៉ោង55នាទីជិតនឹង2ម៉ោងឯណោះដូច្នេះហើយមុននឹងចូលដល់សាច់រឿងយើងកុំភ្លេច like ក៏ដូចជា subscribe ដាក់រូបសញ្ញាកណ្ដឹងឲ្យមានម្នាក់មួយផងអរគុណច្រើនផ្ដើមពីថ្ងៃដែលល្អអស្ចារ្យហ្នឹងអាកាណេគឺមិនចង់ទៅរៀននោះទេដូច្នេះហើយហ្នឹងគាត់បានកុហកម្ដាយគាត់ថាគាត់ហ្នឹងមានបញ្ហាឈឺពោះនៅក្បែរក្រែហ្នឹងក៏មានឆ្មាកំហូចមួយរបស់អាកាណេផងដែរព្រោះថាអាកាណេគឺជាមនុស្សស្រឡាញ់ឆ្មាម្ដាយរបស់គាត់បាននិយាយថាមើលទៅខ្លួនរបស់កូនហ្នឹងមិនក្តៅទេតែគួរជួបពេទ្យអត់ប៉ុន្តែកូនស្រីរបស់គាត់បាននិយាយថាគេងបន្តិចទៅមិនអីនោះទេបន្ទាប់ពីម្ដាយគាត់ចាក់ចេញទៅយើងឃើញថាមេសេចរបស់ទូរស័ព្ទគាត់ហ្នឹងគឺបានលោតឡើងដូច្នេះហើយគាត់មិនអាចគេងបាននោះទេក្រៅអំពីទៅសាលាទៅដល់សាលាភ្លាមមិត្តភក្តិរបស់អាកាណេបានស្ដីឲ្យមិត្តភក្តិម្នាក់ទៀតព្រោះថានេះមិនបានពាក្យដង្កៀបនោះទេតាមអ្វីដែលមេសេចបានប្រាប់ណាមួយទៀតគឺធ្វើដូចជាប៊ូលីគ្នាអញ្ចឹងអត់រាប់អានទេហើយនាងក៏បានអង្វរឲ្យអាកាណេហ្នឹងជួយនិយាយផងដែរព្រោះថានាងគឺស្នាក់នៅផ្ទះរបស់លោកយាយបានជាមិនបានមើល SMS ហ្នឹងប៉ុន្តែមិត្តភក្តិមួយក្រុមហ្នឹងគឺអត់ខ្វល់ពីនាងនោះទេសូម្បីតែអាកាណេក៏គាត់មិនហ៊ានជំទាស់ធីមរបស់គាត់ផងដែរយើងឃើញថាស្អែកឡើងឆ្មាកំហុសរបស់អាកាណេហ្នឹងគឺបានយកគូរបស់វាទៅកវីមកម្ចាស់វាតែម្ដងពេលដែលអាកាណេគាត់ដឹងខ្លួនក៏បានចាប់រករឿងឆ្មារបស់គាត់ឲ្យនិយាយថាឯងហ៊ានអង្គុយលើមុខរបស់យើងផងមែនទេក៏វត្តគ្នាទៅដល់មកខាងតែម្ដងហើយនាងក៏បានសោកយ៉ាងលឺស្របពេលដែលអាកាណេបានគិតថាខ្លួនឯងកំពុងឃ្លានមែនតែនក៏បានចុះទៅរកអីញ៉ាំម្ដាយអាកាណេឃើញកូនមករកអីញ៉ាំបែបហ្នឹងក៏បានចូលខ្លួនមកប្រាប់ថាទៅអង្គុយរងចាំនៅរៀនហាទៅគាត់នឹងធ្វើអាហារពេលព្រឹកឲ្យគេញ៉ាំបើនិយាយអំពីអាកាសធាតុវិញហ្នឹងគឺវាល្អមែនតែនហើយអាកាណេបានគិតផងដែរថាមើលតែឆ្មាពិតជាសប្បាយមែនតែនគ្រាន់តែអង្គុយហ្នឹងក៏បានញ៉ាំដែរហើយអេដមីនពិតជាស្រឡាញ់គំនូរជីវចលរបស់ជប៉ុនខ្លាំងមែនតែនណាសូម្បីតែជៀនប៉ុងទាអីហ្នឹងគឺមើលទៅរស់រវើកដូចពិតៗហ្មងបន្ទាប់ពីធ្វើអាហារពេលព្រឹកឲ្យកូនស្រីហើយណាម្ដាយរបស់នាងតូចយើងក៏បានអង្គុយលេងយោតងដោយអាកាណេបានគិតក្នុងចិត្តថាម្ដាយរបស់នាងគឺជាស្ត្រីមេផ្ទះប៉ុន្តែមានសេចក្តីសុខមែនតែនស្របពេលហ្នឹងម្ដាយរបស់អាកាណេបាននិយាយថាតើអាចគាត់ហ្នឹងពឹងពាក់បានទេគាត់គឺពឹងឲ្យអាកាណេហ្នឹងទៅជួបអ្នកមីងឈីប៉ុន្តែអាកាណេបានបដិសេធថាគាត់មិនចង់ជួបម្ដាយមីងរបស់គាត់នោះទេដូច្នេះហើយហ្នឹងម្ដាយរបស់គាត់បានប្រាប់ថាទៅជួបបងស្រីគាត់ទៅព្រោះថាស្អែកហ្នឹងគឺជាថ្ងៃខួបកំណើតរបស់អាកាណេដូច្នេះហើយគាត់មានកាដូមួយដើម្បីឲ្យអាកាណេបានបដិសេធថាវាមិនដែលណាគេឲ្យម្ចាស់ខុបទៅយកកាដូខ្លួនឯងទេប៉ុន្តែចុងក្រោយបំផុតហ្នឹងក្មេងតូចរបស់យើងក៏បានទាញកង់ទៅជួបម្ដាយមីងរបស់នាងសំខាន់ណាស់អាកាណេគឺជាមនុស្សដែលស្រឡាញ់ឆ្មាបំផុតសូម្បីតែអារបស់គាត់ហ្នឹងក៏មានពាក់រូបឆ្មាផងដែរតាមការពិតទៅហាងរបស់ម្ដាយមីងអាកាណេហ្នឹងគឺជាហាងលក់វត្ថុអនុស្សាវរីយ៍ណាដែលគាត់កំពុងតែបញ្ចុះបញ្ចូលភ្ញៀវម្នាក់ដើម្បីឲ្យទិញត្បូងរបស់គាត់ប៉ុន្តែសម្រាប់អាកាណេហ្នឹងបានគិតថាម្ដាយមីងរបស់ខ្លួនហ្នឹងគឺជាមនុស្សបោកប្រាស់ដើម្បីលក់តម្លៃថ្លៃប៉ុន្តែត្បូងហ្នឹងពិតជាសាមែនតែនហើយឆេហ្នឹងលក់ឲ្យតម្លៃត្រឹមតែ$10តែប៉ុណ្ណោះបន្ទាប់ពីភ្ញៀវចាក់ចេញហើយយើងឃើញថាអាកាណេហ្នឹងក៏បានជួបជាមួយម្ដាយមីងរបស់ខ្លួនដោយអ្នកមីងឈីហ្នឹងគឺបានអោបគាត់តែម្ដងឈីហ្នឹងគឺបានសួរសុខទុក្ខក្មួយណាថានឹកខ្លាំងមែនតែនក៏ប៉ុន្តែអាកាណេបាននិយាយថាកុំធ្វើដូចជានឹកពេកអីពួកយើងទៅមិនជួបគ្នាទេកាលពីខែមុនណាគឺអ្នកមីងបានផ្ញើទៅរៀនយ៉ាងស្អុយតែម្ដងពីប្រទេសថៃឲ្យខ្ញុំបន្ទាប់មកឈីនៅតែបន្តអោបក្មួយស្រីអញ្ចឹងហើយក៏បានស្ទាបខ្លួនរបស់នាងផងដែរដោយនិយាយថាមិនអីនោះទេរូបនាងរបស់អាកាណេហ្នឹងប្រកាសជាពេញវ័យដូចជាគាត់អញ្ចឹងប៉ុន្តែអាកាណេហ្នឹងគឺបានច្រានគាត់ចេញមិនឲ្យអោបនោះទេអ្នកនាងឈីហ្នឹងក៏បានទទួលបាច់ផ្កាផងដែរដោយគិតថាម្ដាយរបស់អាកាណេហ្នឹងប្រកាសជាផ្ញើមកឲ្យខ្លួនជាមិនខានបន្ទាប់មកក៏បានសួរក្មួយស្រីថាថ្ងៃហ្នឹងហេតុអីបានជាមកលេងគាត់អញ្ចឹងបន្ទាប់ពីដាក់ផ្កាចុះហើយហ្នឹងគឺអ្នកមីងឈីបាននិយាយផងដែរថាតើឯងមកយកកាដូថ្ងៃខួបកំណើតរបស់ឯងមែនទេម្ល៉េះហើយមីងឈីហ្នឹងគឺបានដើររកអីវ៉ាន់របស់ខ្លួនណាអាកាណេបានសួរផងដែរថាតើអ្នកមីងនឹងចាក់ចេញទៀតហើយមែនទេឈីហ្នឹងបាននិយាយផងដែរថាសារហ្នឹងគឺគាត់ទៅជំរុំភៀសខ្លួនរបស់ប្រទេសបារាំងខាងត្បូងនិយាយទៅហាងរបស់ឈីហ្នឹងគឺដូចជាប្រម៉ូនៅវត្ថុបុរាណប្លែកៗអញ្ចឹងព្រោះថាវាមានរបស់សស្អាតច្រើនហើយអ្នកនាងឈីហ្នឹងគឺដូចជាអ្នកដែល collector អញ្ចឹងគាត់នឹងដើរប្រមូលវត្ថុបុរាណហ្នឹងឯងបន្ទាប់ពីដើរមើលមកជុំអាកាណេហ្នឹងក៏បានឃើញវត្ថុមួយដែលដូចជាម្រាមដៃអញ្ចឹងនៅពេលនាងដាក់ទៅហ្នឹងគឺជាប់តែម្ដងណាហើយនាងក៏បានស្រែកហៅអ្នកមីងឈីឲ្យជួយក៏ប៉ុន្តែនាងបែរជាលឺសំឡេងគេហ្នឹងដូចជាគូទ្វារតែទ្វារចំហប៉ុន្តែទាំងមីងក្មួយហ្នឹងបែរជាលឺសំឡេងដែលគិតថាមកពីជាន់ក្រោមដីទៅវិញបន្ទាប់មកសត្វតលិចមុខបរិសម្នាក់ដែលមកពីខាងក្រោមព្រំហ្នឹងតែម្ដងណាអញ្ចឹងហើយពួកគេទាំងពីរអ្នកភ្ញាក់ផ្អើលមែនតែនជាពិសេសឈីបានសួរថាតើលោកគឺជានរណាគេតើលោកគឺជាចៅមែនទេហេតុអ្វីបានជាចេញពីបន្ទប់ក្រោមដីរបស់ខ្ញុំអញ្ចឹងឈីនឹងបំរុងទូរស័ព្ទទៅប្រឹងបលីតែម្ដងណាក៏ប៉ុន្តែបរិសម្នាក់ហ្នឹងបាននិយាយថាអេជប់អាសិនមើលតែឯងដូចជាចាស់ជាងមុនបន្តិចគាត់ថាគាត់ហ្នឹងគឺជាអ្នកស្រាវជ្រាវនៅពិភពទេពធីតានៃខ្យល់បៃតងគាត់ក៏បានបន្តផងដែរថាគឺក្មេងស្រីម្នាក់នោះហើយគឺជាអ្នកបើកនៅកន្លឹះទ្វារពិភពរបស់គាត់ប៉ុន្តែមីងឈីហ្នឹងគឺបានយកអំបោះវាយក្បាលគាត់តែម្ដងបន្ទាប់មកគាត់ក៏បានរត់ពេញហ្នឹងព្រោះថាគាត់គិតថាមីងឈីហ្នឹងគឺឡប់សតិមែនតែនហើយវាយក្បាលរបស់គាត់ណាបរិសម្នាក់ហ្នឹងក៏បានហៅពីប៉ូហ្នឹងគឺជាតុក្កតាជ័រតូចមួយនៅក្បែរកន្លែងដាក់ដៃរបស់តួស្រីយើងនឹងឯងពីប៉ូហ្នឹងគឺបានអរគុណលោកម្ចាស់អ្នកវិទ្យាសាស្ត្រនឹងឯងដោយគាត់បាននិយាយថាខ្លួនរបស់ខ្ញុំពិតជាស្ពឹកអស់ហើយទាំងអាកាណេព្រមទាំងមីងឈីហ្នឹងគឺភ្ញាក់ផ្អើលមែនតែនព្រោះថាពួកគេទាំងពីរនាក់ឃើញតុក្កតាដែលនៅតូចហ្នឹងគឺអាចនិយាយជាមួយនឹងគាត់បានបន្ទាប់មកពីប៉ូហ្នឹងក៏បានហោះទៅលើស្មារបស់បរិសម្នាក់ហ្នឹងដោយពួកគេមីងក្មួយបាននិយាយថាមើលទៅពួកគេចេះហោះទៀតផងបរិសម្នាក់ហ្នឹងបាននិយាយថាសុំទោសផងដែលពញាពេលការណែនាំខ្លួនការពិត
ទៅឈ្មោះរបស់គាត់ហ្នឹងគឺ Hippocrates បើនិយាយអំពីអត្ថន័យពាក្យហ្នឹងវិញគឺសំដៅទៅលើអ្នកវិទ្យាសាស្ត្រដែលសិក្សាទៅលើវិទ្យាធ្វើថ្នាំក៏ដូចជាតារាវិទូផងដែរប៉ុន្តែ admin សូមហៅលោកម្ចាស់ហ្នឹងថា Hippo ទៅចោះដើម្បីងាយស្រួលចំណាំហើយគាត់ក៏បានណែនាំផងដែរថា Hippo ហ្នឹងគឺជាកូនចៅរបស់គាត់ដែលកំពុងតែជាប់រៀនជាមួយគាត់ហ្នឹងឯងបន្ទាប់មកលោកម្ចាស់ Hippo ហ្នឹងបាននិយាយផងដែរថាគាត់ហ្នឹងគឺមកពីជាន់ក្រោមដីប៉ុន្តែគាត់មិនអាចបញ្យល់បានទេព្រោះថាពួកគេហ្នឹងគឺមិនអាចយល់នៅឡើយអញ្ចឹងបាននិយាយថាអូពិតជាអស្ចារ្យមែនទែនលោកម្ចាស់ប្រកាសជានិយាយអំពីពិភពមួយទៀតផ្សេងអំពីផែនដីនេះមែនទេឬក៏ជាផ្នែកនៃចក្រវាឡផ្សេងមួយទៀតនាងក៏បានតែមើលចតាហ្នឹងហើយនិយាយថាតើវាភ្ជាប់ត្រង់ហ្នឹងមែនទេនាងតាំងពីកើតមកគឺមិនដែលឮរឿងបែបហ្នឹងនោះទេតើវាជាប់តាំងពីពេលណាអញ្ចឹងណាហើយលោកម្ចាស់ Hippo ហ្នឹងបាននិយាយថាគឺវាកើតឡើងយូរណាស់មកហើយមីងឈីបាននិយាយថាមិនគួរឲ្យជឿទេនាងខំរុករកតាំងពីយូរបើជានៅក្រោមជើងរបស់នាងទៅវិញណាមីងឈីនឹងបានសួរតើពិភពនោះរូបរាងបែបណាទៅស្របពេលហ្នឹងអាកណេបាននិយាយថាឆាប់ផ្ដោតអារម្មណ៍ជួយនាងព្រាមព្រោះថាដកដៃអត់ចេញទេអញ្ចឹងហើយលោក Hippo បាននិយាយផងដែរថាគ្រាន់តែគេនឹងសម្រួលអារម្មណ៍ទៅដៃហ្នឹងគឺរបូតតែម្ដងបន្ទាប់មក Hippo ក៏បាននិយាយផងដែរថាគាត់ពិតជាសុំទោសមែនតើដែលត្រូវឲ្យអាកណេទៅជាមួយគាត់ដោយភ្លាមព្រោះថាវាសនាហ្នឹងគឺតម្រូវឲ្យអាកណេគឺជាទេវតានៃខ្យល់ពណ៌បៃតងប៉ុន្តែអាកណេបាននិយាយថាខ្ញុំមិនយល់ថាលោកនិយាយអំពីអ្វីនោះទេឈីហ្នឹងគឺបានចេញមកពាំងមុខអាកណេដែលនិយាយថាលោកមិនគួរនិយាយជាមួយក្មេងស្រីនោះទេព្រោះថានាងមិនយល់នោះឡើយប៉ុន្តែខ្ញុំអាចទៅជំនួសបានលោកម្ចាស់ Hippo បានតបទៅវិញផងដែរថាមីងឈីហ្នឹងមិនមែនជាទេវតានោះទេដូច្នេះហើយពីប៉ុនហ្នឹងគឺបានហោះទៅនិយាយថាគាត់យល់ថាវាគឺជាការស្នើសុំបន្ទាន់ក៏ប៉ុន្តែពិភពរបស់គាត់ហ្នឹងគឺពិតជាបានជួបមួយវិបត្តិធំមែនតើហើយគឺមានតែអាកណេប៉ុណ្ណោះដែលអាចជួយពួកគេបានក៏ប៉ុន្តែអាកណេហ្នឹងគឺបាននិយាយថាគាត់មិនយល់ពីអ្វីទាំងអស់ហ្នឹងទេព្រោះថាខ្ញុំហ្នឹងគឺអត់មានអំណាចក៏ដូចជាថាមពលអ្វីនោះឡើយលោកម្ចាស់ Hippo ក៏បានបោះខ្សែកយុទ្ធការមួយដែលនិយាយថាពាក់វាទៅអញ្ចឹងហើយគឺបោះទៅដល់ករបស់អាកណេតែម្ដងអាកណេហ្នឹងគឺឡើងធ្ងន់កណាដែលលោកម្ចាស់ Hippo បាននិយាយផងដែរថាវាពិតជាស័ក្តិសមជាមួយនឹងទេវតាមែនតើខ្សែកហ្នឹងគឺមានន័យថាធមពលនៅយុទ្ធការព្រោះថាលោកម្ចាស់ Hippo ហ្នឹងគឺប្រើរយៈពេល3យប់3ថ្ងៃដើម្បីផលិតវាតែម្ដងណាកូនចៅលោកម្ចាស់ Hippo ហ្នឹងគឺបានហោះហើយនិយាយថាលោកម្ចាស់របស់គេហ្នឹងគឺជាអ្នកដែលល្បីមែនតើនៅពិភពរបស់គេជាពិសេសហ្នឹងគឺគាត់ជាមនុស្សដែលផលិតរបស់ថ្មីណាហើយលោកម្ចាស់ Hippo ហ្នឹងក៏ជាអ្នកដែលបកកាយរករកផងដែរបើនិយាយទៅគ្រាន់ឮពាក្យរករកនឹងព្រាមធ្វើឲ្យមីងឈីភ្ញាក់ផ្អើលមែនតើតែម្ដងណាព្រោះឈីហ្នឹងគឺជាអ្នកអន្សំវត្ថុបុរាណនោះលោកម្ចាស់ Hippo បាននិយាយផងដែរថាខ្សែកហ្នឹងគឺពាក់ទៅធ្វើឲ្យអាកណេហ្នឹងជំរុញទៅខាងមុខតែម្ដងដោយមិនអាចថយក្រោយបាននោះទេគ្រាន់ឮចឹងអាកណេហ្នឹងចង់ដោះចេញណាក៏ប៉ុន្តែខ្សែកហ្នឹងគឺចូលសាច់តែម្ដងពីប៉ុនហ្នឹងក៏បាននិយាយថាអញ្ចឹងយើងទៅព្រោះថាដល់ពេលហើយខ្សែកនេះហើយដែលធ្វើឲ្យអាកណេមិនចង់ទៅក៏ត្រូវទៅតាម Hippo អញ្ចឹងណាតែមកមីងឈីហ្នឹងក៏បានទៅតាមផងដែរគេក៏បានដើរឆ្លងកាត់កន្លែងពេលវេលាមួយដែលពីពីហ្នឹងគឺជាអ្នកដែលពជាពេលហ្នឹងផងដែរហើយអាកណេបាននិយាយផងដែរថាកុំហៅគាត់ទេវតាឲ្យសោះគាត់គឺគ្រាន់តែជាអាកណេម្នាក់តែប៉ុណ្ណោះបន្ទាប់មកពួកគេហ្នឹងគឺបានដួលលើគ្នាតែម្ដងមកដល់ពិភពមួយនោះដែលពីប៉ុនហ្នឹងបានសួរផងដែរថាគ្រប់គ្នាមិនអីមែនទេមីងឈីបានស្រែកថាតើឲ្យគាត់ហ្នឹងអូខេរបៀបណាហើយគាត់ក៏បានសម្លឹងមើលជុំវិញហ្នឹងគឺស្រែកយ៉ាងខ្លាំងតែម្ដងណាពីប៉ុនហ្នឹងគឺបានធ្វើការសុំទោសផងដែរថាច្រកចូលហ្នឹងគឺជាច្រកចូលចាស់តែប៉ុណ្ណោះព្រោះយើងហ្នឹងគឺមកខុសផ្លូវនៅច្រកថ្មីណាមួយទៀតក៏បានលើផងដែរថាសត្វយ៉ាងធំមួយហ្នឹងគឺបានបង្កើតនៅទួលពណ៌មួយហ្នឹងណាអាកណេក៏បានប្រាប់ផងដែរថាសត្វស្លាបហ្នឹងធំមែនតើស្របពេលដែលវានឹងកំពុងការពារពងរបស់វាមីងឈីហ្នឹងគឺក៏ខ្លាចដែរក៏ប៉ុន្តែក៏បានស្ដីឲ្យថាពួកយើងគឺមិនធ្វើអីឯងនោះទេហើយក៏មិនស៊ីពងរបស់ឯងផងដែរគ្រាន់តែលើបែបហ្នឹងគឺសត្វហ្នឹងវាព្យាយាមដើម្បីការពារពងម្ដងទៀតហើយបន្ទាប់មកហ្នឹងគឺ Hippo បាននិយាយផងដែរថានៅស្ងៀមបន្ទាប់ពីសត្វហ្នឹងយល់ថាពួកគេគឺមិនមែនចង់បានពងរបស់វាហ្នឹងពួកគេក៏បានចុះមកពេលហ្នឹងសរ៉ែនតាមភូមិក៏បានប្រកាសអាសន្នផងដែរតែលោកម្ចាស់ Hippo ហ្នឹងគឺបាននិយាយថាកណ្ដុរដែកហ្នឹងគឺដើររំខានគេទៀតហើយពេលហ្នឹងផងដែរបរិមម្នាក់ហ្នឹងគឺកំពុងជិះកង់ដឹកម្ដាយណាហើយរថក្រោះដែកហ្នឹងគឺវាព្យាយាមយកកង់ហ្នឹងឯងបន្ទាប់ពីវាយកបានសម្រេចហើយហ្នឹងលោកម្ចាស់ Hippo បានមកដល់ផងដែរហើយស្ដីឲ្យថាពួកគេហ្នឹងគឺមិនដែលធ្វើរឿងល្អសោះកណ្ដុរដែកបាននិយាយពីខាងក្នុងផងដែរថាគាត់ជាលោកម្ចាស់ Hippo ព្រមទាំងពីពោតែប៉ុណ្ណោះគឺជាមនុស្សដែលអត់ប្រយោជន៍លោកម្ចាស់ Hippo ហ្នឹងគឺចង់ប្រើស្លឹកឈើដើម្បីផ្លុំខាត់ដែរក៏ប៉ុន្តែវាប៉ាងទៅបាត់ទៅហើយពីពោហ្នឹងក៏បានដេញចាប់ដែរស្របពេលដែលកណ្ដុរដែកហ្នឹងគឺចង់បុកពួកគេតែម្ដងប៉ុន្តែអាកណេហ្នឹងគឺដកជើងរត់អត់រួចទេមីងឈីគឺបានហៅលោកម្ចាស់ Hippo ហ្នឹងឲ្យជួយនាងដោយសារអាកណេមកវាមកកន្លែងចំណែកឯពីពោហ្នឹងគឺបានយកស្មៅមកឲ្យលោកម្ចាស់ Hippo ផ្លុំតែម្ដងបន្ទាប់ពីផ្លុំស្លឹកហ្នឹងរួចយើងឃើញថាវងជៀមយ៉ាងច្រើនគឺបានមកជុំគ្នាស្របពេលដែលរត់ក្រោះដៃហ្នឹងគឺវាបានទៅបំផ្លាញនៅចណ្ដាលដែលជាកន្លែងចុះមកហ្នឹងហើយព្រោះថាសត្វនៅខាងលើហ្នឹងមានពងពីរនោះដូច្នេះពងហ្នឹងគឺវាប្រឹងជ្រុះមកហើយមីងឈីហ្នឹងគឺបានយកសរងរបស់គាត់ទៅត្រូវបើពីអ្នកម៉ែកូនហ្នឹងគឺសប្បាយចិត្តនៅពេលដែលឃើញវងជៀមតែម្ដងព្រោះថាវងជៀមហ្នឹងគឺទៅបុកនៅរថក្រោះធ្វើឲ្យរថក្រោះហ្នឹងគឺបានដកថយតែម្ដងណាហើយណាមួយទៀតនៅក្នុងរថក្រោះហ្នឹងគឺមានមនុស្សម្នាក់ដូចជាបិសាចអញ្ចឹងមុខរបស់ពួកគេបន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់ហើយមីងឈីក៏បានបកគោលពងហ្នឹងទៅឲ្យសត្វដ៏ធំមួយនោះបន្ទាប់មកវាក៏បានហាចាក់ចែងទៅកូនប្រុសជាមួយម្ដាយហ្នឹងគឺបានអរគុណលោកម្ចាស់ Hippo ដែលបានជួយពួកគេ Hippo ហ្នឹងក៏បានណែនាំពីអ្នកម៉ែកូនហ្នឹងទៅកាន់អាកណេព្រមទាំងមីងឈីថាគេហ្នឹងគឺជាមេភូមិដែលរស់នៅក្បែរភូមិហ្នឹងផងដែរបន្ទាប់ពីធ្វើការគោរពហើយយើងឃើញថាជាដែលធំហ្នឹងគឺបានមកជុំចិត្តតែម្ដងបន្ទាប់មកមីងឈីព្រមទាំងអាកណេហ្នឹងគឺបានដេកនៅលើជាដ៏ធំ
នឹងឯងដែលបញ្ជីនឹងបាននិយាយថាវាពិតជាទុនល្មើយព្រមទាំងស្រួលខ្លួនខ្លាំងមែនតើពួកគេក៏បានធ្វើដំណើរទៅផ្ទះរបស់មេភូមិនឹងហើយយើងឃើញថាផ្លូវទៅផ្ទះមេភូមិនឹងគឺវាពិតជាស្រស់ស្អាតមែនតើមីងឈីបានលន់មកទាំងភ្នាក់ផ្អើលថាវាស្រស់ស្អាតដូចជាសភៅរឿងនិទានអញ្ចឹងពីពោះបាននិយាយផងដែរថាបើមិនស្អាតបែបហ្នឹងទេពួកជាមទាំងអស់ហ្នឹងប្រកាសជាប្រឡាក់ប្រឡងមិនអាចស្អាតនោះទេហើយសំខាន់ជាមទាំងអស់ហ្នឹងទៅដល់ភូមិគឺគេដើរពេញផ្លូវតែម្ដងណាមីងឈីគឺបានលន់មកទៀតហើយថាភូមិមួយនេះពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់អាកាណេបាននិយាយជាមួយពីពោថាមើលទៅស្រុកភូមិហ្នឹងសន្តិភាពមែនតើនៅក្នុងពិភពមួយនេះមានគ្រោះថ្នាក់របៀបណាទៅពីពោហ្នឹងក៏បាននិយាយផងដែរថាមើលចោះគ្រប់យ៉ាងហ្នឹងគឺត្រូវបានចាប់ផ្ដើមប្រែពណ៌ហើយអាកាណេបានសួរថាតើវាមូលហេតុអ្វីទៅពេលហ្នឹងហើយលោកម្ចាស់ហ៊ីប៉ូហ្នឹងគឺបាននិយាយថាដោយសារតែអត់មានទឹកនឹងឯងទាំងមីងឈីព្រមទាំងអាកាណេបានសួរថាមូលហេតុមកពីទឹកមែនទេហ៊ីប៉ូហ្នឹងបាននិយាយផងដែរថាគ្រប់ពិភពទាំងអស់គឺអស់ចាដោយសារតែមានទឹកហ៊ីប៉ូហ្នឹងបាននិយាយផងដែរថាមិនថាមានរឿងអីកើតឡើងនោះទេបើសិនជាអត់មានទឹកទេភាវៈជីវិតរបស់យើងហ្នឹងគឺអត់មានដំណឹងពណ៌នោះទេអ្នកភូមិហ្នឹងគេបានដើរមកជុំអាកាណេព្រមទាំងហ៊ីប៉ូតែម្ដងដែលនិយាយថាលោកម្ចាស់ហ៊ីប៉ូសូមជួយពួកយើងផងហ៊ីប៉ូហ្នឹងបាននិយាយថាមិនអីទេគាត់យល់អំពីស្ថានភាពដូចគ្នាដូច្នេះហើយហ្នឹងទើបបានជាគាត់នៅទេវតានៃពិភពបៃតងមកម្នាក់នៅក្នុងភូមិហ្នឹងគឺបានធ្វើការគោរពដឹងគុណទេវតាដែលជាអាកាណេនឹងឯងទោះបីជានាងប្រកាសយ៉ាងណាក៏ដោយពីពោក៏បានប្រាប់អាកាណេបន្តផងដែរថាកាលពី600ឆ្នាំមុនហ្នឹងគឺមានរឿងកើតឡើងដូចជាពេលហ្នឹងអញ្ចឹងហើយពួកគេក៏បានរកទេវតាម្នាក់ដើម្បីមកជួយសង្គ្រោះផងដែរនៅពិភពបៃតងមួយនេះដូច្នេះហើយវាគឺជារឿងប្រវត្តិសាស្ត្រពីចំនួនមួយទៅចំនួនមួយដែលគ្រប់គ្នាហ្នឹងគឺបានដឹងទាំងអស់ប៉ុន្តែអាកាណេហ្នឹងគឺបានអង្គុយចុះនៅកន្លែងទទួលភ្ញៀវហ្នឹងហើយនិយាយថានាងមិនអាចជួយសង្គ្រោះពិភពមួយនេះបាននោះទេក៏បាននិយាយទៅកាន់ម្ដាយមីងថាឆាប់ត្រឡប់ទៅផ្ទះវិញទៅនាងគឺចង់ទៅផ្ទះវិញប៉ុន្តែមីងឈីហ្នឹងគឺគាត់មើលវត្ថុបុរាណហើយនិយាយថាគាត់ចង់បានរបស់អស់ហ្នឹងនៅក្នុងហាងរបស់គាត់អាកាណេនៅតែស្រែកថាចង់ទៅផ្ទះវិញជួបម៉ាក់ប៉ាហើយជាពិសេសទៀមទាទៅតែម្ដងមីងឈីបាននិយាយថាតើយើងទៅតាមរបៀបណាព្រោះថាចតាដែលឡើងទៅច្រកហ្នឹងគឺត្រូវបានគេបំផ្លាញបាត់ទៅហើយពីពោក៏បានប្រាប់ផងដែរថាបើចង់រកផ្លូវច្រកចេញមួយទៀតក៏ត្រូវចំណាយពេល2ថ្ងៃដែរមីងឈីបានតបទៅកាន់អាកាណេថាឃើញទេដូច្នេះយើងគួរតែគេងនៅនឹងមួយយប់សិនទៅបន្ទាប់មកមេភូមិហ្នឹងក៏បានអញ្ជើញពួកគេញ៉ាំអាហារពេលល្ងាចមីងឈីក៏បានសួរផងដែរថាចុះអ្នកម្ដាយរបស់លោកហ្នឹងមិនញ៉ាំអាហារជាមួយពួកយើងទេមែនទេមេភូមិហ្នឹងបានតបថាម្ដាយរបស់គាត់ហ្នឹងគឺមានកិច្ចការត្រូវធ្វើបន្តក៏បារម្ភពីម្ដាយគាត់អីអាកាណេព្រមទាំងមីងឈីហ្នឹងគឺញ៉ាំអាហាររបស់ពួកគេឆ្ងាញ់មែនតើបន្ទាប់មកមេភូមិបាននិយាយផងដែរថាមេភូមិហ្នឹងព្រមទាំងម្ដាយរបស់គាត់គឺធ្វើដំណើរមកពីទីក្រុងមួយដែលគេដាក់តាំងបង្ហាញអាវយឺតមីងឈីបានសួរថាអាដែលយកមកចាក់ហ្នឹងមែនទេមេភូមិបានតបថាម្ដាយរបស់ខ្ញុំគឺជាមនុស្សប្រកែចាក់អាវបំផុតប៉ុន្តែមួយរយៈហ្នឹងគឺគាត់មានបញ្ហាផ្នែករបស់គាត់ដូច្នេះហើយអាវយឺតមួយនេះអាចជាអាវចុងក្រោយក៏ប៉ុន្តែត្រូវបានគេលួចបំផ្លាញបាត់ណាមួយបញ្ហាសេដ្ឋកិច្ចរបស់ភូមិគាត់ហ្នឹងគឺលក់អាវចាក់មិនដាច់នោះទេដែលជាហេតុផលដែលធ្វើឲ្យគាត់ហ្នឹងពិបាកចិត្តមែនទែនត្រូវតាំងពីពណ៌នៅក្នុងទីក្រុងជាមូលហេតុដែលមេភូមិព្រមទាំងម្ដាយហ្នឹងគឺបានគិតគ្នាថាគួរទៅប្រគល់បច្ច័យនៅកម្មវិធីមួយដែលគេគឺលក់នៅទីផ្សារដ៏ល្បីមានឈ្មោះថាសាកាសាលោកម្ចាស់ហ៊ីប៉ូបាននិយាយថាវាជាគំនិតល្អមែនទែនព្រោះថានៅពេលដែលផ្សារនោះធំបែបហ្នឹងគឺមានមនុស្សមកពីពិភពហ្នឹងមកទាំងអស់តែម្ដងណាមួយទៀតបើសិនជាភូមិហ្នឹងឈ្នះក៏អាចធ្វើការផ្សព្វផ្សាយលក់ហ្នឹងបានច្រើនផងដែរអាកាណេគឺបានសម្លឹងមើលជញ្ជាំងហើយពីពោហ្នឹងក៏បានចង្អុលបង្ហាញផងដែរហ៊ីប៉ូបាននិយាយថាបញ្ហាឥឡូវហ្នឹងគឺយើងមានបញ្ហាជាមួយនឹងសែនគូលពីពោដែលជាកូនចៅបាននិយាយផងដែរថាពួកគេហ្នឹងគឺជាកណ្ដោចង្រៃតែម្ដងមីងឈីបានសួរថាតើពួកគេហ្នឹងជាប្រភេទភាវៈសត្វអ្វីទៅហ៊ីប៉ូបាននិយាយថាកាលពី6ខែមុនណាពួកគេគឺបានមកបំផ្លាញក៏ដូចជាពន្ទ្រានបំពេញតែម្ដងពួកគេភាគច្រើនហ្នឹងគឺមកពីតំបន់នីប៊ីហ្នឹងឯងពីពោបាននិយាយផងដែរថាពួកយើងហ្នឹងមិនគួរនៅក្បែរពួកគេនោះទេព្រោះថាវាជាកន្លែងគ្រោះថ្នាក់បំផុតហើយយើងក៏លេចមកមើលកណ្ដោលដែកហ្នឹងផងដែរដែលជារថក្រោះហ្នឹងឯងវាព្យាយាមចាប់យកដែកទាំងអស់បន្ទាប់ពីវាទិញឲ្យបានហើយហ្នឹងវាក៏បានមកដល់កន្លែងស្លោដៃផងដែរដោយវាហ្នឹងគឺបាននិយាយទៅកាន់អ្នកដំដែកហ្នឹងផងដែរថាសង្ឃឹមថាគេហ្នឹងមិនក្បត់ការងាររបស់គេនោះឡើយចំណែកឯបរិសម្នាក់ដែលមកចម្លើយហ្នឹងគឺគេមានឈ្មោះថា Zengu ហ្នឹងឯងព្រោះថាវាគឺជាឈ្មោះដែល Hippo បាននិយាយមុនហ្នឹងណាបាននិយាយទៅគឺគេហ្នឹងមានឥទ្ធិពលខ្លាំងមែនតើព្រោះថាគ្រប់គ្នាហ្នឹងគឺខ្លាចព្រោះ Zengu ហ្នឹងគឺបានបញ្ជាឲ្យគេផលិតនៅក្នុងរយៈពេល2ថ្ងៃប៉ុន្តែជាងដែកបាននិយាយថាគេអត់មានដែកអញ្ចឹងណា Zengu ហ្នឹងគឺបានធានាថាគាត់នឹងរកដែកមកឲ្យដូច្នេះហើយគឺគាត់បានយកដែករបស់គាត់ទៅចាប់ដែកទាំងក្តៅតែម្ដងតើមានមនុស្សលោកធម្មតាណាអាចធ្វើអញ្ចឹងបាននោះព្រោះថាគេហ្នឹងដូចជាបីសាយពាក់កណ្ដាលអញ្ចឹងបន្ទាប់ពីបញ្ជាឲ្យពួកគេក៏បានចាក់ចេញទៅលោកម្ចាស់ Hippo ហ្នឹងក៏បានណែនាំអំពីផែនទីនៅក្នុងពិភពមួយនេះដែលគាត់និយាយថានេះគឺជាអាណាចក្រនៃការបង្កើតទឹកភ្លៀងដែលមិនឈប់ឈរហើយជាទូទៅគ្រួសាររាជវង្សហ្នឹងគឺជាអ្នកគ្រប់គ្រងពីចំនួន1ទៅចំនួន1ខ្ញុំបាននិយាយថានេះហើយគឺជាមូលហេតុដែលពួកគេហ្នឹងរស់នៅដោយសន្តិភាពក៏ប៉ុន្តែពីពោហ្នឹងបាននិយាយបន្តផងដែរថាកាលពី5ឆ្នាំមុនហ្នឹងគឺព្រះរាជាបានសោយទីវង្គតហើយព្រះរាជបុត្ររបស់ព្រះរាជាហ្នឹងក៏អត់បង្ហាញប្រកាយរយៈពេល5ឆ្នាំមកហើយដែរមីងឈីបានសួរថាតើមូលហេតុអ្វីតើមានហេតុផលអ្វីពីពោបាននិយាយផងដែរថាតាមតែគាត់ឮមកហ្នឹងគឺព្រះរាជាយាតហ្នឹងត្រូវបានឈឺក៏ដូចជាមិនអាចចេញពីបន្ទប់បានណានៅលើក្រែរហូតមេភូមិបាននិយាយកាត់ថាជួនកាលព្រះរាជាយាតហ្នឹងគឺអាចឈឺបតីខ្លាំងពេកពីការបាត់បង់ព្រះមេដាបិតារបស់ទ្រង់លោកម្ចាស់ Hippo ហ្នឹងបាននិយាយកាត់ផងដែរថាដោយសារតែការបាត់ប្រកាយរបស់ព្រះរាជាយាតហ្នឹងធ្វើឲ្យប៉ះពាល់ទៅដល់ទឹកភ្លៀងអាចនិយាយថាគ្រោះទុរភិក្សណាអញ្ចឹងហើយមីងឈីបាននិយាយឡើងរបៀបហីតែម្ដងចុះលោកម្ចាស់ហ្នឹង
មិនក៏មិនរកគេព្យាបាលជំងឺរបស់ទ្រង់ទៅវាចាប់បាត់ទៅហើយក្រែងលោកម្ចាស់ Hippo ហ្នឹងគឺជាវិទ្យាសាស្ត្រខាងផលិតថ្នាំមែនទេពីពោហ្នឹងគឺបានដឹងថាលោកម្ចាស់ Hippo ខឹងអញ្ចឹងហើយក៏បាននិយាយផងដែរថានៅរាជវាំងហ្នឹងគឺមានគ្រូសិលមួយមានឈ្មោះថា Kamadoma ដែលរស់នៅទីនោះដូច្នេះហើយគេមិនអនុញ្ញាតឲ្យលោកម្ចាស់ Hippo ហ្នឹងអាចចូលទៅរាជវាំងបាននោះទេព្រោះថាគ្រូសិលហ្នឹងកាន់ទីតាំងខុសគ្នាជាមួយនឹងលោកម្ចាស់ Hippo ហ្នឹងឯងមីងឈីហ្នឹងគាត់ស្វឹងស្រាក្រហមច្រើនដែរគាត់បាននិយាយថាមើលទៅសង្គ្រាមវាស្មើមែនទេមីងឈីក៏បាននិយាយទាំងមិនខ្វល់អំពីអារម្មណ៍របស់លោកម្ចាស់ Hippo ផងដែរថាការពិតទៅហេតុអ្វីក៏មិនសួរទៅកាន់គ្រូសិលដែលមានឈ្មោះថា Kamadoma ហ្នឹងធ្វើអ្វីខ្លះទៅដើម្បីឲ្យវាបានផលទាំងអស់គ្នាលោកម្ចាស់ Hippo ហ្នឹងគឺបានតបផងដែរថាគឺគ្រូសិលហ្នឹងបានដេកបាត់ទៅហើយមីងឈីបាននិយាយថាតើគេស្លាប់មែនទេពីពោហ្នឹងបាននិយាយថាអូមិនមានន័យថាអញ្ចឹងនោះទេពីពោហ្នឹងបានប្រាប់ថាលោកគ្រូសិលហ្នឹងគឺគាត់បានគេង3ឆ្នាំទៅហើយដូច្នេះហើយចាប់ផ្ដើមងងុយគេងហ្នឹងគឺគេង1ឆ្នាំតែម្ដងមីងឈីបានសួរថាអូតើគេហ្នឹងដេកដូចជាខ្លាខ្មុំមែនទេពីពោហ្នឹងបាននិយាយថាវារបៀបហ្នឹងឯងបន្ទាប់មកមីងឈីហ្នឹងក៏បានផឹកស្រាអស់ហើយគាត់និយាយថាគាត់ងុយគេងមែនតែគាត់ហ្នឹងអាចទៅដេកបានអត់ប៉ុន្តែលោកម្ចាស់ Hippo ហ្នឹងគឺបានខឹងតែម្ដងនិយាយថាគាត់ហ្នឹងគឺមិនតបបានបញ្ចប់រឿងរ៉ាវរបស់គាត់និយាយនោះទេមីងឈីហ្នឹងក៏បាននិយាយរបៀបធម្មតាផងដែរនិយាយថាឆាប់និយាយឆាប់ចប់ទៅបន្ទាប់មកលោកម្ចាស់ Hippo ហ្នឹងគឺបាននិយាយថាមូលហេតុដែលគាត់យកអាកាណេមកហ្នឹងគឺនាងគឺជាទេវតាដែលអាចជួយសង្គ្រោះព្រះរាជាបានអាកាណេបានបញ្ជាក់ទាំងភ្ញាក់ផ្អើលថាខ្ញុំនឹងមែនទេជួយសង្គ្រោះរាជានោះបន្ទាប់មកលោកម្ចាស់ Hippo ហ្នឹងគឺបាននិយាយទៅកាន់រូបគំនូរហ្នឹងថានេះហើយគឺជាទេវតាដែលជួយសង្គ្រោះនៅពិភពបៃតងកាលពី600ឆ្នាំមុនសូម្បីតែលោកគ្រូសិលហ្នឹងក៏មិនអាចជួយសង្គ្រោះពិភពមួយនេះបានផងដែរព្រោះថាត្រូវបណ្ដាសាហើយដូច្នេះហើយមានតែទេវតានៃពិភពបៃតងតែប៉ុណ្ណោះដែលអាចព្យាបាលរាជាបានយើងឃើញថាសែនគូដែលជាភាវៈអាក្រក់ហ្នឹងគឺបានដើរប្រមូលដៃនឹងទៀតហើយពេញទីក្រុងតែម្ដងសូម្បីតែមនុស្សដើរតាមផ្លូវហ្នឹងអត់ខ្វល់ទេក៏ប៉ុន្តែកូនចៅរបស់សែនគូហ្នឹងគឺបានប្រើសិលដើម្បីឲ្យពួកគេហ្នឹងខ្លាចទៅជាអ្វីផ្សេងកុំឲ្យបុកស្លាប់ចឹងទៅក៏ប៉ុន្តែសិលរបស់អាល្អិតហ្នឹងគឺវាពិបាកមែនតើណាសូម្បីតែលោកម្ចាស់សែនគូដែលជាម្ចាស់របស់វាហ្នឹងក៏បាននិយាយផងដែរថាវេទមន្តរបស់ឯងហ្នឹងគឺអន់ខ្លាំងណាស់កលេចមើលអាកាណេព្រមទាំងមីងឈីហ្នឹងគឺនៅក្នុងបន្ទប់ជាមួយគ្នាដោយមីងឈីបាននិយាយផងដែរថាគាត់ចំណានអាកាណេមែនតែនព្រោះថាគេហ្នឹងគឺបានធ្វើដំណើរមួយយ៉ាងផ្សងព្រេងអស្ចារ្យអាកាណេបាននិយាយថាខ្ញុំចង់ទៅផ្ទះវិញមីងរបស់អាកាណេបាននិយាយថាតើឯងមិនចង់ជួបជាមួយនឹងទេពបុត្ររបស់ឯងទេមែនទេអាកាណេបាននិយាយថាគាត់អត់ចង់ទេស្របពេលហ្នឹងយើងឃើញថាមេភពហ្នឹងគឺបានហៅគេមកជួយតែម្ដងព្រោះថាម្ដាយរបស់គាត់ហ្នឹងឈឺធ្ងន់មែនតែនលោកម្ចាស់ Hippo ហ្នឹងក៏បានមកដល់ប្រើឲ្យពីពោហ្នឹងយកថ្នាំឲ្យគាត់ក៏ប៉ុន្តែម្ដាយរបស់មេភពបាននិយាយថាកុំអាទៅអីព្រោះថាគាត់ហ្នឹងចង់បង្ហើយការងាររបស់គាត់នៅក្នុងយប់នេះបើទោះបីជាលោកម្ចាស់ Hippo ហ្នឹងបាននិយាយថាសម្រាប់សិនទៅម្ដាយមេភពបាននិយាយថាដាច់ខាតគាត់ត្រូវចាក់អានឹងឲ្យហើយដើម្បីឲ្យស្អែកហ្នឹងបានយកទៅដល់ផ្សារធំដែលមានឈ្មោះថាសាកាសាធុងការីនឹងឯងមេភពបាននិយាយទៅកាន់ម្ដាយរបស់គាត់ថាជប់បង្ខំខ្លួនឯងទៅព្រោះថាវាអាចគ្រោះថ្នាក់ក៏ប៉ុន្តែម្ដាយហ្នឹងបាននិយាយប្រាប់ផងដែរថាកូនប្រុសកូនគឺជាមេភូមិត្រូវតែគិតអំពីអនាគតអ្នកភូមិជាជាងគិតអំពីខ្លួនគាត់បន្ទាប់ពីម្ដាយមេភូមិសម្រាប់ហើយយើងឃើញថាលោកម្ចាស់ Hippo ហ្នឹងគឺបានស្នើថាគាត់ហ្នឹងគឺធានាដឹកយកអាវចាក់ហ្នឹងទៅកាន់ផ្សារសាកាសាមេភូមិបដិសេធដែរថាគាត់ហ្នឹងគឺត្រូវធ្វើការងារមួយហ្នឹងណាក៏ប៉ុន្តែលោកម្ចាស់ Hippo បាននិយាយថាលោកគួរនៅក្បែរម្ដាយរបស់លោកទៅណាមួយផ្សារមួយនោះក៏នៅក្បែរប្រាសាទដែលមានឈ្មោះថាភ្លៀងមិនចេះចប់នោះផងដែរ Hippo បានសួរថាមែនទេអាកាណេបានព្យាយាមបដិសេធក៏ប៉ុន្តែខ្សែកយុទ្ធការរបស់គាត់ហ្នឹងគឺព្យាយាមឲ្យគាត់ហ្នឹងទទួលយកតែម្ដងព្រឹកឡើងពួកគេហ្នឹងក៏បានរៀបចំដំណើរចាក់ចេញទៅដោយជាមួយនឹងទេសភាពដ៏ស្អាតតែម្ដងសូម្បីតែកៅអៅចាក់ពីសម្រាប់ហ្នឹងក៏បានរៀបចំឲ្យអាកាណេព្រមទាំងមីងឈីផងដែរអាកាណេបានសួរថាម្ដាយមេភពយ៉ាងម៉េចទៅហើយប៉ុន្តែមេភពហ្នឹងបាននិយាយផងដែរថាគាត់គ្រាន់តែហត់ខ្លាំងពេកអញ្ចឹងហើយគឺគេងលក់ស្រួលរហូតដល់ឥឡូវហ្នឹងមេភពបាននិយាយផ្ដាំផ្ញើផងដែរថាគ្រប់យ៉ាងហ្នឹងគឺពឹងពាក់ទៅលើអាកាណេហើយអាកាណេក៏បានអោបអាវចាក់ហ្នឹងដល់និយាយថាអាវចាក់ហ្នឹងគាត់នឹងអោបឲ្យជាប់ធ្វើឲ្យគាត់ហ្នឹងកក់ក្ដៅកាន់តែខ្លាំងបន្ទាប់មកលោកម្ចាស់ Hippo ហ្នឹងបាននិយាយថាយើងឆាប់ចាក់ចេញទៅដើម្បីឲ្យតន់នៅពេលដែលយកអាវទៅប្រកួតហើយបាននិយាយអំពីទេសភាពតាមផ្លូវហ្នឹងគឺវាសស្អាតបំបែកម្នាក់តែម្ដងណាកន្លែងណាក៏ប្លែកផងដែរប៉ុន្តែនៅពេលដែលផុតពីកន្លែងស្អាតហ្នឹងក៏ដល់កន្លែងដែលគ្រូរាំងស្ងួតផងដែរពេលនោះហើយមីងឈីហ្នឹងគឺបានសួរថាមូលហេតុអ្វីបានជាចាប់ផ្ដើមត្រជាក់អញ្ចឹងបន្ទាប់មកឡានរបស់លោកម្ចាស់ Hippo ក៏បានឈប់ដោយពួកគេហ្នឹងគឺបានដូរសម្លៀកបំពាក់យ៉ាងត្រជាក់តែម្ដងណាជាពិសេសរោមជៀមហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតែនសូម្បីតែលោកម្ចាស់ Hippo មិនចង់ពាក់ក៏ត្រូវតែពាក់ដែរមីងឈីវិញគឺសោចឌឺលោកម្ចាស់ Hippo រហូតហើយយើងក៏បានឃើញថាព្យុះហ្នឹងគឺមកតែម្ដងធំមែនតែនអញ្ចឹងហើយពួកគេហ្នឹងគឺបានរកថ្មយ៉ាងធំមួយដើម្បីច្រកហើយក៏បានឲ្យពួកគេហ្នឹងចាក់ចេញពីក្នុងរថយន្តហ្នឹងផងដែរបន្ទាប់ពីក្រាបដើម្បីឲ្យខ្យល់ព្យុះហ្នឹងផុតទៅយើងឃើញថារោមពណ៌សជៀមហ្នឹងគឺប្រតិជាក្រហមតែម្ដងអាកាណេបានធ្វើការអរគុណលោកម្ចាស់ Hippo ដែលបានការពារពួកគេ Hippo ហ្នឹងបាននិយាយថាអូវាមិនធំដុំអីទេក៏ប៉ុន្តែពុកមាត់របស់គាត់ហ្នឹងគឺជាប់ដីឡើងក្រាស់តែម្ដងបន្ទាប់មកពួកគេក៏បានរុញឡានឲ្យផ្ងាឡើងវិញណាប៉ុន្តែដល់ពេលដែលដីឡានហ្នឹងគឺដីអត់ឆេះទេបន្ទាប់មកពួកគេក៏បានអង្គុយចុះដោយលោកម្ចាស់ Hippo ជាអ្នកជួសជុលមីងឈីបានសួរផងដែរថាអាព្យុះខ្សាច់ហ្នឹងគឺអាសាកើតឡើងណាមែនទេ Hippo ហ្នឹងគឺបានប្រាប់ថាវាកើតឡើងនៅលើតែទឹកដីពណ៌ក្រហមហ្នឹងតែប៉ុណ្ណោះព្រោះថាវាគឺជាខ្សាច់សមុទ្រពណ៌ក្រហមម្ចាស់ Hippo បាននិយាយថានេះហើយជាមូលហេតុដែលគេហ្នឹងចង់បានទឹកច្រើនជាងខ្សាច់នោះបន្ទាប់មកថ្ងៃក៏លិចអញ្ចឹងហើយលោកម្ចាស់ Hippo បាននិយាយថាធ្វើអីអាកើតទេមានតែរងចាំដល់ស្អែកហ្នឹងជួសជុលបន្តហើយ
អ្នកមីងឈីនឹងបាននិយាយថាអូមកអីទេអញ្ចឹងក៏ប៉ុន្តែអាកាណេបាននិយាយថាតើយើងត្រូវបោះតង់ទៅនឹងមែនទេមីងឈីថាត្រឹមត្រូវហើយក៏ប៉ុន្តែអាកាណេនឹងគឺបានស្រែកថាចុះយើងដេកណាបន្ទប់ទឹកអីចូលណាហើយអត់បានមុជទឹកទៀតមីងឈីបានតបថានេះហើយគឺជាផ្នែកសំខាន់បំផុតនៃការផ្សងព្រេងនោះបាននិយាយទៅសូម្បីតែ Galaxy Milky Way នៅក្នុងពិភពមួយនោះក៏ស្រស់ស្អាតខ្លាំងណាស់ដែរស្អែកឡើងលោកម្ចាស់ Hippo ក៏បានធ្វើឲ្យរថយន្តមានដំណើរការឡើងវិញលោកម្ចាស់ Hippo នឹងគឺបានប្រាប់ឲ្យពួកគេបន្តដំណើរទៅមុខទៀតបាននិយាយអំពីកណ្ដុរដែកសែនគូនឹងវិញគឺរថក្រោះកាន់តែសាហាវកលេចមកមើលរថយន្តរបស់អាកាណេព្រមទាំងលោកម្ចាស់ Hippo នឹងគឺបានឆ្លងនៅវាលព្រើលយ៉ាងសក្បោះធំយ៉ាងវែងអន្លាយតែម្ដងអញ្ចឹងហើយលោកម្ចាស់ Hippo នឹងគឺបាននាំពួកគេទៅសម្រាប់នៅសន្តាគារមួយសិនដោយពួកគេនឹងគិតថាសម្រាប់តែមួយយប់ទេប៉ុន្តែអ្នកទទួលភ្ញៀវនឹងសួរឡើងឆ្លើយតែម្ដងថាតើលោកម្ចាស់ Hippo នឹងមានលុយបង់ថ្លៃសេវានឹងអត់ព្រោះថាទឹកភ្លើងក៏ដូចជាអ្វីគ្រប់យ៉ាងនឹងថ្លៃមែនតើដោយសារពួកគេនឹងស្លៀកសម្លៀកបំពាក់រោមជៀមយ៉ាងធំធ្វើឲ្យអ្នកទទួលភ្ញៀវនឹងគិតថាពួកគេគឺជាអ្នកសម្ដែងសិល្បៈសំណាងល្អមែនតើដែលប្រពន្ធរបស់តកែហាងនឹងគឺបានចេញមកទាំងកាន់វែកឆាហើយនិយាយថាតើបងមិនស្គាល់ទេមែនទេគាត់គឺជាកម្ពុជាអ្នករករកដែលល្បីបំផុតគ្រាន់តែលើបានដឹងភ្លាមគឺគាត់បានធ្វើការសុំទោសក៏ដូចជាស្វាគមន៍តែម្ដងគាត់បាននិយាយថាកុំបារម្ភអីគាត់នឹងរៀបចំបន្ទប់ក៏ដូចជាទឹកក្តៅដើម្បីពួកគេប៉ុន្តែលោកម្ចាស់ Hippo បាននិយាយថារៀបចំអាហារក្តៅនឹងឲ្យពួកគេមុនទៅដូច្នេះហើយអាកាណេព្រមទាំងមីងឈីនឹងគឺអង្គុយតុដើម្បីរងចាំអាហារណាលើកលែងតែលោកម្ចាស់ Hippo តែប៉ុណ្ណោះដែលគាត់ចាក់ចេញទៅវិញពួកគាត់បានប្រាប់អាកាណេផងដែរថាគាត់នឹងត្រូវការទៅចាក់សាំងនៅក្បែរហ្នឹងលោកម្ចាស់ Hippo នឹងបាននិយាយផងដែរថាមិនបាច់ចាំគាត់ទេញ៉ាំអាហាររួចនឹងឆាប់គេងទៅព្រោះថាស្អែកត្រូវងើបពីព្រឹកដើម្បីបន្តដំណើរទៅមុខទៀតបន្ទាប់មកយើងឃើញថាមីងក្មួយនឹងគឺញ៉ាំឡើងឆ្អែតហល់តែម្ដងស្របពេលដែលឮសំឡេងចម្លែកនៅខាងក្រៅគ្រាន់តែបើកទ្វារមកហ្នឹងគឺអត់មាននរណាឆ្ងាយអំពីសែនគូនឹងទេហើយក្មេងៗនៅក្នុងហាងហ្នឹងគឺស្រែកយំតែម្ដងព្រោះថាគេខ្លាចសែនគូនឹងគឺបានសួររកអាហារណាម្ចាស់ហាងហ្នឹងបានសួរថាតើលោកម្ចាស់គឺជានរណាគេកូនចៅហ្នឹងបាននិយាយផងដែរថាឯងមិនស្គាល់លោកម្ចាស់សែនគូនឹងពិតជាចម្លែកមែនតើហើយគ្រាន់តែឮឈ្មោះសែនគូហ្នឹងគឺគ្រប់គ្នានឹងចាក់ចេញពីហាងតែម្ដងលើកលែងតែតុករបស់អាកាណេព្រមទាំងមីងឈីទេប្រពន្ធម្ចាស់ហាងហ្នឹងគឺបានយកអាហារមកយ៉ាងច្រើនហើយកូនចៅរបស់គេក៏បានប្រមូលផងដែរបន្ទាប់មកហ្នឹងគឺសួររកទឹកបើទោះបីម្ចាស់ហាងហ្នឹងបានបដិសេធក៏ដោយគឺសែនគូហ្នឹងបានវាយម្ដាយតែម្ដងធ្វើឲ្យម្ចាស់ហាងហ្នឹងប្រគល់ទឹកឲ្យពួកគេតាមពិតសែនគូហ្នឹងក៏ដើរទៅរកតុកអាកាណេផងដែរក៏ប៉ុន្តែដោយសារតែឃើញពួកគេនៅស្ងៀមហ្នឹងគេក៏បានចាក់ចេញទៅគេក៏បានរំរបួសឲ្យបដោះចំណាំម្នាក់ផងដែរព្រោះថាសែនគូហ្នឹងគឺវាយនៅក្បែរហ្នឹងទៅរបួសដៃគាត់នៅពេលលោកម្ចាស់ Hippo កំពុងតែដាក់មកខ្ជូដើម្បីបញ្ឆេះរថយន្តហ្នឹងក៏បានជួបជាមួយនឹងសែនគូផងដែរដែលលោកម្ចាស់ Hippo ក៏បានសង្កេតឃើញថារថក្រោះរបស់សែនគូហ្នឹងគឺមានកំភ្លើងដើម្បីបាញ់តែម្ដងហើយគេហ្នឹងក៏បានមកយកគ្រាប់ដែលគេផលិតផងដែរបើនិយាយទៅសែនគូហ្នឹងគឺដូចបញ្ជាឲ្យគេផលិតបរិមាណណូអញ្ចឹងសែនគូហ្នឹងគឺបានប្រកួតនៅពេញមាសមួយហើយនិយាយថាគាត់ចង់បានគ្រាប់នឹងបន្តទៀតប៉ុន្តែគាត់ត្រូវការសាក់លបងសិនលោកម្ចាស់ Hippo ហ្នឹងគឺបានមកកាក់សួរតែម្ដងថាតើគេយកគ្រាប់ទាំងអស់ហ្នឹងធ្វើអ្វីប៉ុន្តែសែនគូហ្នឹងគឺបានតាត់ទៅវិញផងដែរថាគេត្រឹមតែជាអ្នករុករកតែប៉ុណ្ណោះអត់មានពាក់ព័ន្ធជាមួយគេនោះឡើយលោកម្ចាស់ Hippo បានសួរថាចិញ្ចៀងមែនទេតើឯងហ្នឹងចង់កំទេចប្រាសាទ Timeless Land មែនទេអេដមីនសុំហៅថាប្រាសាទដែលភ្លៀងអត់ឈប់ឈរហ្នឹងជាភាសាអង់គ្លេសវិញព្រោះថាវាស្រួលជាង Hippo បាននិយាយថាតើឯងឆ្លៀតឱកាសមែនទេនៅពេលដែលព្រះរាជបុត្រមិនទាន់បានមកវិញនោះសែនគូបាននិយាយថាពួកយើងគឺជួបជាមួយនឹងទុក្ខលំបាកមែនតើដោយសារតែព្រះរាជយាតនឹងឯងគេជាព្រះរាជយាតក៏ប៉ុន្តែគ្មានសមត្ថភាពដើម្បីធ្វើឲ្យទឹកហ្នឹងហូរមកនោះទេដូច្នេះហើយយើងគួរតែកំទេចប្រាសាទនឹងចោលតែម្ដងថាមិនទៅនៅពេលដែលយើងកំទេចប្រកាសជាអាចនឹងមានទឹកភ្លៀងក៏ថាបានដែរលោកម្ចាស់ Hippo ហ្នឹងគឺបានស្រែកឲ្យថាកុំនិយាយលេងសើចឲ្យសោះសំខាន់ Hippo ហ្នឹងគឺចង់ប្រយុទ្ធហើយប៉ុន្តែមិនទាន់នឹងបានដោះកៅអៅចេញផងហ្នឹងត្រូវបានកូនចៅរបស់សែនគូហ្នឹងប្រើសិលឲ្យលោកម្ចាស់ Hippo ហ្នឹងខ្លាចតែជារុយមួយក្បាលបាត់ទៅហើយលោកម្ចាស់ Hippo បានសួរថាមានរឿងអីកើតឡើងចំពោះគាត់បាននិយាយទៅសែនគូក៏បាននិយាយទៅកាន់កូនចៅដែរក៏ប៉ុន្តែកូនចៅហ្នឹងបានប្រាប់ថាគេគឺគ្រាន់តែចង់សាក់នៅយុទ្ធសាស្ត្ររបស់គេតែប៉ុណ្ណោះណាមួយដល់ពេលគេប្រកាសជាអាចមកសភាពដើមវិញហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានចាក់ចេញទៅកលេសមកមើលអាកាណេវិញហ្នឹងគឺបរិះចំណាំនៅក្នុងហាងបាននិយាយផងដែរថាគាត់គ្រាន់តែឃើញអាកាណេភ្លាមដឹងថានាងគឺមកពីពិភពផ្សេងហើយអាកាណេគឺបានសារភាពត្រង់ថានាងពិតជាមកពីពិភពផ្សេងមែននៅក្បែរនឹងឯងតើលោកស្គាល់អំពីពិភពរបស់ខ្ញុំអត់ប៉ុន្តែតាចាស់ហ្នឹងបាននិយាយផងដែរថាគាត់មិនដឹងនោះទេប៉ុន្តែគាត់ហ្នឹងគឺធ្លាប់បានឮអំពីរឿងនិទានតែប៉ុណ្ណោះគាត់បាននិយាយថាបើតាមអ្វីដែលគេបាននិយាយហ្នឹងគឺពិភពរបស់អាកាណេហើយនឹងគាត់ហ្នឹងវាដូចជាកញ្ចក់ដែលឆ្លោះគ្នាអញ្ចឹងបាននិយាយទៅគឺប្រហាក់ប្រហែលគ្នាប៉ុន្តែលោកតាបានបន្តផងដែរថាទោះបីយ៉ាងណាគាត់ពេញចិត្តនៅពិភពមួយនេះព្រោះថាពិភពរបស់គាត់ហ្នឹងគឺរស់នៅដោយក្តីសាមញ្ញព្រមទាំងរីករាយមែនតើបាននិយាយទៅគឺគាត់មិនចង់បានអ្វីដែលផ្លាស់ប្ដូរឲ្យទំនើបដូចជាពិភពផែនដីយើងនោះទេស្របពេលហ្នឹងមីងឈីគឺបានចោះមកហើយសួរថាតើលោកម្ចាស់ Hippo ត្រឡប់មកវិញហើយឬនៅពួកគេបានប្រាប់ថាមិនទាន់ឃើញគាត់មកវិញនោះទេអញ្ចឹងហើយមីងឈីហ្នឹងគឺបានចង់ទៅតាមគាត់ផងដែរហើយអាកាណេគឺបានធ្វើការអរគុណលោកតាដែលបាននិយាយរឿងរ៉ាវប្រាប់នាងណាបន្ទាប់មកនៅពេលដែលទៅដល់កន្លែងឡានហ្នឹងមីងឈីបាននិយាយផងដែរថាខ្ជុំថ្មដែលចាក់ធ្វើជាសាំងហ្នឹងគឺឃើញពេញទៅហើយក៏ប៉ុន្តែមិនឃើញលោកម្ចាស់ Hippo នោះទេហើយពេលហ្នឹងគឺរុយមកក្បាលដែលជាលោកម្ចាស់ Hippo ក៏នៅក្បែរហ្នឹងផងដែរក៏ប៉ុន្តែសូម្បីតែពីពោហ្នឹងក៏មិនច្បាស់ផងដែរពេលហ្នឹងហើយពួកគេហ្នឹងស្អែកឡើងគឺត្រូវបានបើកឡានបន្តទៀតដោយមីងឈីគឺជាតកង់ឡានបើនិយាយអំពីទេសភាពវិញហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតើមីងឈីហ្នឹងគឺគាត់ពេញចិត្តខ្លាំងណាស់ពីពោដែលជាទេវកថាតូចល្អិតហ្នឹងគឺបាននិយាយផងដែរថាយើងគឺត្រូវឆ្លងកាត់ផ្ទះរបស់លោកម្ចាស់ Hippo ហើយណាមួយទៀតហ្នឹងក៏ជាផ្ទះរបស់ពីពោផង
ផងដែរព្រោះគាត់ហ្នឹងគឺមកពីផ្ទះរបស់លោកម្ចាស់ Hippo ហ្នឹងឯងមីងឈីបាននិយាយថាផ្ទះរបស់លោកម្ចាស់ Hippo ហ្នឹងគឺផ្លែឈើគឺជាផ្ទះហើយផ្ទះគឺជាដើមឈើវាស្រស់ស្អាតខ្លាំងមែនតើប៉ុន្តែមើលទៅការ design ផ្ទះហ្នឹងគឺដូចជាអ្នកដែលរករខ្លាំងណាស់ហើយលោកម្ចាស់ Hippo ដែលជារុយហ្នឹងគឺបាននិយាយនៅក្នុង chat ផងដែរព្រោះថាគេអត់លឺនោះទេ Hippo បាននិយាយថាទីបំផុតគឺឈីហ្នឹងនិយាយអំពីគាត់ហើយអាកាណេបាននិយាយថាទីលោកម្ចាស់ Hippo នៅផ្ទះរបស់គាត់ទៅព្រោះថាទាំងផ្ទះកន្លែងធ្វើការក៏ដូចជាសាលារៀនហ្នឹងគឺនៅផ្ទះហ្នឹងតែម្ដង Hippo បាននិយាយថាគាត់ក៏គិតថាអញ្ចឹងដែរមីងឈីបាននិយាយថាមិនដែលមនុស្សណានៅផ្ទះហើយបាត់បង្អួចអញ្ចឹងទេហេតុអ្វីក៏លាក់លៀមខ្លាំងម្ល៉េះប៉ុន្តែ Hippo បានដាស់តឿនថាពួកយើងគួរតែប្រញាប់ទៅព្រោះថាស្អែកព្រឹកហ្នឹងមានកម្មវិធីមួយគឺជាកម្មវិធីទម្លាក់អាប់ដែលសូម្បីតែប្រតិយើងក៏ត្រូវចូលរួមផងដែរ Hippo ហ្នឹងក៏បានបន្តនិយាយផងដែរថាមើលទៅសែនគូព្រមទាំងកូនចៅរបស់គេហ្នឹងប្រកាសជាទៅដល់ផ្សារសាកាសាហ្នឹងហើយបន្ទាប់មកគឺជាទៅដល់កន្លែងមួយដែលដាច់ផ្លូវតែម្ដងហើយ Hippo ហ្នឹងគឺបានបង្ហាញផែនទីថាដាច់ខាតត្រូវឆ្លងភ្នំហ្នឹង Hippo ក៏មិនស្គាល់ផ្លូវកាត់ទេក៏ប៉ុន្តែរុយហ្នឹងគឺបានទុំលើផែនទីដែលមីងឈីហ្នឹងគឺបានដោះស្បែកជើងដើម្បីវាយរុយតែម្ដងព្រោះគាត់ខឹងថាម្សិលមិញក៏ឃើញរុយហ្នឹងដែរហើយអ្វីបានជាវាហៅមកដល់ហ្នឹងអញ្ចឹងហើយលោកម្ចាស់ Hippo ហ្នឹងគឺបានទុំលើក្បាលរបស់មីងឈីណាដែលគាត់បាននិយាយថាមនុស្សស្រីហ្នឹងពិតជាគួរឲ្យខ្លាចមែនតើ Hippo ហ្នឹងគឺបាននឹកឃើញថានេះគឺជាផ្លូវកាត់ដែលគាត់ធ្លាប់ស្គាល់ណាមីងឈីបាននិយាយថានឹងហើយគឺគាត់យកស្បែកជើងទៅគប់មិញហ្នឹងឯងលោកម្ចាស់ Hippo ហ្នឹងគឺបានស្ដីឲ្យ Hippo ថាគេល្ងងមែនតើព្រោះថាគាត់ហ្នឹងគឺជាអ្នកបង្ហាញទេផ្លូវកាត់ហ្នឹងគឺវាមិនស្រួលនោះទេគ្រោះថ្នាក់ខ្លាំងមែនតើជាពិសេសត្រូវឆ្លងស្ពានយោបាននិយាយទៅអាកាណេបាននិយាយថាអាចបកក្រោយក៏បានដែរព្រោះនាងមិនទុកចិត្តនោះទេក៏ប៉ុន្តែមីងឈីហ្នឹងបានបដិសេធថាដាច់ខាតត្រូវទៅមុខអញ្ចឹងណាមីងឈីហ្នឹងក៏ភ័យដែរអញ្ចឹងហើយគឺបានសួរក្មួយប្រឡប់ថាតើគេហ្នឹងគឺមានលួចស្រឡាញ់មិត្តប្រុសអត់ប៉ុន្តែអាកាណេបាននិយាយថានៅសាលារៀនហ្នឹងក៏អត់មានមិត្តប្រុសនោះទេព្រោះថាថ្នាក់របស់នាងហ្នឹងសិតតែក្មេងប្រុសតែម្ដងណាមីងឈីបាននិយាយថា 3-4 ឆ្នាំទៀតហ្នឹងពួកគេអាចនឹងស្រឡាញ់គ្នាហើយព្រោះដោយសារតែឥឡូវហ្នឹងពួកគេនៅក្មេងបើកាពិតទៅមីងក្មួយហ្នឹងគឺភ័យពេកអញ្ចឹងហើយក៏និយាយប្រឡប់គ្នាទៅគ្រាន់តែចែកចោះឡើងនឹងឃើញថាមីងឈីគឺគាត់បានធ្លាក់នៅក្នុងប្រឡោះក្តារមួយរបស់ស្ពានហ្នឹងអញ្ចឹងគាត់ភ័យមែនតើក៏បានជាន់មកទំហឹងណាពីអ្នកមីងក្មួយបាសសក់តែម្ដងបន្ទាប់ពីពួកគេឆ្លងស្ពានយោមហាវេទនីហើយហ្នឹងគឺបានឆ្លងស្ពានថ្មយ៉ាងស្រស់ស្អាតតែម្ដងណាបើនិយាយពីទេសភាពវិញហ្នឹងគឺអេដមីនពិបាកសម័យខ្លាំងមែនតើគឺប្រិយមិត្តអាចទៅមើលបានព្រោះថាផ្កាផលិតដែលធំហ្នឹងយើងក៏ធ្លាប់ឃើញផងដែរប៉ុន្តែជាក់ស្ដែងមិនដឹងថាចូលអង្គុយបានមែនអត់ទេព្រោះថាអេដមីនអត់ធ្លាប់ទេដោយសារតែលងជាមួយនឹងសម្រស់ទេសភាពបែបហ្នឹងធ្វើឲ្យមីងឈីហ្នឹងគឺគាត់អត់ដឹងថាស្ពានហ្នឹងមានតែមួយកណាត់ទេមីងឈីហ្នឹងគាត់ជន់ប្រាំងអត់ជាប់ទេហើយក៏បានធ្លាក់ចូលទៅក្នុងស្លឹកផ្កាប្រលិតយក្សមួយហ្នឹងទៅមីងឈីបានស្រែកទាំងអស់សង្ឃឹមថាពួកយើងចប់ហើយត្រូវចប់នៅនឹងហើយ Hippo បានធ្វើការដកកងតាក់ហើយនិយាយថាអ្នកទាំងពីរប្រហែលជាមិនជឿនោះទេបន្ទាប់មក Hippo ហ្នឹងក៏បានលោតចេញទៅខាងក្រៅហើយយកទឹកនៅស្រទាប់ផ្កាហ្នឹងគឺយកមកលាបក្បាលរបស់គាត់តែម្ដងហើយនិយាយថាបើសិនជាពួកយើងហ្នឹងចង់ដើរក្រោមទឹកគឺអាចយកទឹកហ្នឹងមកលាបបានហើយដកដង្ហើមធម្មតានៅខាងក្រោមទឹកបើមើលទៅផ្កាហ្នឹងវាគឺជាផ្កាឈូកក៏ប៉ុន្តែស្លឹកវាហ្នឹងគឺជាស្លឹកផលិតដែលធំអាចអង្គុយបានដូចនៅក្នុងប្រទេសចិនណោះមីងឈីហ្នឹងគឺបានធ្វើតាម Hippo ប្រាប់ណាប៉ុន្តែអាកាណេបាននិយាយថាគ្រោះថ្នាក់ខ្លាំងមែនតើមីងឈីបាននិយាយថាទុកឲ្យយើងលោតចូលទឹកមុនបន្ទាប់មកក្មេងតូចរបស់យើងក៏បានធ្វើតាមមីងឈីគ្រាន់តែចុះដល់ក្រោមទឹកភ្លាមមកយើងឃើញថាត្រីយ៉ាងធំតែម្ដងអាត្រីកយហ្នឹងហើយទេសភាពនៅក្រោមទឹកហ្នឹងគឺវាពិតជាស្រស់ស្អាតដូចជាឋានមួយទៀតអញ្ចឹងបើពីពោវិញគឺជាអាត្រីកយហ្នឹងតែម្ដងអាកាណេគឺអាចដើរលើដីបាននៅក្នុងទឹកហ្នឹងណាអញ្ចឹងហើយនាងក៏បានរើសម្បកខ្យងដែលរៀងបេះដូងអាកាណេក៏បានប្រមូលទុកនៅក្នុងហៅប៉ាវហើយក៏បានឃើញម្ដាយមីងហ្នឹងគឺជីត្រីដូចគ្នាបន្ទាប់មកអាកាណេហ្នឹងក៏បានជីត្រីផងដែរប៉ុន្តែតាមចាំអេដមីនគឺអត់ស្គាល់ប្រភេទត្រីច្រើនបែបហ្នឹងនោះទេដឹងថាត្រីទាំងអស់ហ្នឹងគឺមានតម្លៃខ្លាំងអញ្ចឹងហើយពួកគេក៏បានបញ្ជាឲ្យវងត្រីហ្នឹងគឺអូឡានរបស់គេទៅបន្តណាហើយលោកម្ចាស់ Hippo ហ្នឹងបាននិយាយផងដែរថាគាត់នឹងទៅមុនគាត់ក៏បានសង្កេតផងដែរថាទឹកហ្នឹងគឺវារីងស្ងួតជាងមុនច្រើននៅក្នុងវាំងរបស់ព្រះរាជបុត្រហ្នឹងយើងឃើញថាតាហ៊ានក៏ដូចជាមេតបមកក្រុមហ្នឹងដើម្បីចូលគាល់ទ្រង់ប៉ុន្តែពួកគេហ្នឹងពិតជាអស់សង្ឃឹមខ្លាំងមែនតើព្រោះថាព្រះអម្ចាស់រាជទាយាហ្នឹងបានជាជាប់នៅក្នុងបណ្ដាសាតុក្កតាដៃទៅវិញណាសូម្បីអ្នកបម្រើដែលមានឈ្មោះរនហ្នឹងក៏បាត់សមោផងដែរលោកម្ចាស់ Hippo ដែលជារុយក៏ភ្ញាក់ផ្អើលផងដែរមេតបហ្នឹងក៏បានរអ៊ូផងដែរថាមើលទៅលោកម្ចាស់កាម៉ាដូម៉ាហ្នឹងអត់មានទំនួលខុសត្រូវដោយសារថាព្រះរាជទាយាហ្នឹងត្រូវដឹងខ្លួនវិញបែរជានៅសភាពបែបហ្នឹងហើយគេនឹងចូលទៅគេងលក់បាត់ណាមួយកម្មវិធីទម្លាក់អាប់ហ្នឹងត្រូវចាប់ផ្ដើមហើយបើសិនជាព្រះរាជាយើងហ្នឹងមិនបានត្រឡប់មកសភាពដើមវិញទេហ្នឹងពិតជាពិបាកមែនតើស្របពេលហ្នឹងតាហ៊ានក៏បានចេញអំពីព្រះរាជវាំងហ្នឹងហើយមីងឈីហ្នឹងក៏មកដល់ច្រកចូលផងដែរប៉ុន្តែពីពោហ្នឹងបានប្រាប់ផងដែរថាកម្មវិធីទម្លាក់អាប់ហ្នឹងជិតមកដល់ហើយណាមួយយើងគឺត្រូវទៅចូលផ្សារសាកសាហ្នឹងណាអាកាណេបានសួរថាអញ្ចឹងព្រះរាជបុត្រប្រកាសជាទៅកន្លែងនោះមែនទេតើទ្រង់បានជាហើយមីងឈីបាននិយាយកាត់ផងដែរថាបើទោះបីយ៉ាងណាក៏ដោយគឺយើងត្រូវចូលផ្សារសាកសាដូច្នេះហើយគឺយើងត្រូវចូលរួមកម្មវិធីទម្លាក់អាប់មួយនេះសំខាន់គឺលោកម្ចាស់ Hippo ហ្នឹងចង់ប្រាប់ទៅកាន់ Hippo មែនតើក៏ប៉ុន្តែ Hippo ហ្នឹងគឺអត់ស្គាល់គ្រូរបស់ខ្លួនឯងនោះទេអញ្ចឹងហើយលោកម្ចាស់ Hippo ហ្នឹងគឺឈឺចិត្តមែនតើបន្ទាប់មកពួកគេហ្នឹងគឺបានទៅដល់ផ្សារសាកសានឹងឯងដែលមានឆ្មាយ៉ាងធំតែម្ដងចូលទៅដល់ភ្លាមហ្នឹងមិនមែនងាយបានចូលទេគឺឆ្មាមកក្រុមហ្នឹងដើរជើងពីរដែលធ្វើឲ្យមីងឈីហ្នឹងទប់សំណោចមែនតើហើយពួកឆ្មាទាំងអស់ហ្នឹងព្យាយាមកាត់ទោសក៏ដូចជាសួរចម្លើយសិនកូនចៅឆ្មាហ្នឹងវាឃើញថាអាកាណេពេលអារូបឆ្មាគិតថាគេហ្នឹងស្រឡាញ់សត្វអញ្ចឹងប្រឹងឲ្យទៅហើយក៏ប៉ុន្តែមេរបស់វាហ្នឹង
បាននិយាយថាម្នាក់ហ្នឹងគឺមានបទជាប់ចោតមីងឈីហ្នឹងគឺបានយកនំមកកញ្ចប់ធំហើយចែកឲ្យពួកគេដល់និយាយថារបស់ឆ្ងាញ់ហ្នឹងចែកគ្នាញ៉ាំទៅអាកាណេបានគិតថាម្ដាយមីងរបស់ខ្លួនហ្នឹងគឺជាបិសាចក៏ប៉ុន្តែមេឆ្មាហ្នឹងក៏ពេញចិត្តនឹងនំរបស់មីងឈីផងដែរចៅក្រមដែលជាសត្វឆ្មាហ្នឹងគេបាននិយាយថាអាកាណេគឺធ្លាប់ធ្វើខុសជាមួយសត្វឆ្មាដោយទាញកន្ទុយរបស់សត្វឆ្មាដែលអត់ដឹងអីសោះអាកាណេហ្នឹងក៏បានទទួលសារភាពថាខ្លួនឯងធ្វើមែនមានណាគឺដោះតកជាព្រមទាំងកន្ទុយតែម្ដងហើយពួកឆ្មាហ្នឹងគឺបានធ្វើការសងសឹកដោយនិយាយថាត្រូវទាញកន្ទុយវិញណាអាកាណេហ្នឹងគឺមានអាការៈដូចជាឆ្មាដែលស្រែកអញ្ចឹងដោយនាងបានសន្យាថាឈប់ធ្វើទៀតហើយបន្ទាប់មកហ្នឹងគឺបងធំរបស់ឆ្មាដែលជាមេគេហ្នឹងគឺបានអុកទៅកាន់មុខរបស់អាកាណេតែម្ដងគូរបស់វានោះចេញមកវិញមីងក្មួយរបស់អាកាណេហ្នឹងគឺសម្លឹងមើលទៅកាន់ផ្សារសាកាសាយ៉ាងរំភើបតែម្ដងជាពិសេសមីងឈីនឹងឯងគឺមីងឈីក៏ចង់ដើរមើលឲ្យបានទាំងអស់ហ្នឹងណាក៏ប៉ុន្តែអាកាណេបាននិយាយថាគាត់គឺមិនអាចភ្លេចអំពីអានៃការចូលប្រកួតបាននោះទេដោយសារមីងឈីចង់ដើរលេងពេកអញ្ចឹងហើយហ្នឹងអាកាណេបានសួរផងដែរថាពីពោតើយើងយកអាទៅដាក់កន្លែងណាពីពោបានប្រាប់ថាវាគឺជារូបតងខាងក្រោមដែលមានរូបឆ្មាយ៉ាងធំនឹងឯងបន្ទាប់មកហ្នឹងអាកាណេបានប្រាប់ម្ដាយមីងថាអញ្ចឹងទៅជួបគ្នានៅខាងក្រោមហ្នឹងទៅមីងឈីគ្រាន់តែលើបែបហ្នឹងគឺសប្បាយចិត្តមែនតើគឺរត់ចោលអាកាណេតែម្ដងហើយនៅចំកណ្ដាលផ្សារហ្នឹងគឺជារោងកម្មវិធីមួយដែលអាកាណេបានសួរពីពោថាវាគឺជាអ្វីពីពោហ្នឹងបានតបថាវាគឺជាអណ្ដូងដែល Timeless Friend នឹងឯងហើយវាក៏ជាកន្លែងដែលគេប្រពកម្មវិធីឲ្យប្រតិយានឹងទម្លាក់អាប់ផងដែរបន្ទាប់មកអាកាណេក៏បានយកអាវមកបកគោលឲ្យអ្នកផ្ញើដើម្បីធ្វើការប្រកួតហ្នឹងណាក៏ប៉ុន្តែគេអត់និយាយស្ដីឲ្យម៉ាត់សោះបើទោះបីជាអាកាណេរៀបរាប់ថាអាវហ្នឹងគឺល្អខ្លាំងណាស់ណាក៏ដោយនៅក្នុងរោងប្រពកម្មវិធីហ្នឹងយើងឃើញថាមេតបក៏បាននិយាយផងដែរថាដាច់ខាតថាតែប្រពកម្មវិធីមួយហ្នឹងបើទោះបីប្រតិយាហ្នឹងអត់បានបង្ហាញប្រកាយក៏ដោយសូម្បីតែរុយដែលជាលោកម្ចាស់ហេប៉ូក៏ឆ្ងល់ផងដែរហើយចំណែកឯតាហ៊ាន2នាក់ហ្នឹងគឺបានទៅដាស់លោកម្ចាស់កាម៉ាដូម៉ាហើយក៏ប៉ុន្តែគាត់ហ្នឹងគឺកំពុងកេងលើវិមានរបស់គាត់នោះអាកាណេបានព្យាយាមដើររកមីងឈីព្រោះថាអត់ឃើញគាត់នោះទេមីងឈីក៏កំពុងតែមើលវត្ថុបុរាណហើយក៏កំពុងតែពេញចិត្តក៏ដូចជាយកឲ្យបានរបស់គាត់ហ្នឹងដោះដូរដើម្បីបានរបស់ទាំងអស់នោះប៉ុន្តែគេអត់ព្រមនោះទេស្របពេលហ្នឹងតាមផ្លូវត្រូវបានគេស្រែកថាមានចៅលួចអាហារពីពោហ្នឹងគឺបានស្នើសុំឲ្យអាកាណេរត់តាមគេទៅព្រោះគាត់គិតថាគាត់នឹងស្គាល់ម្នាក់នោះគេប្រកាសថាឈ្មោះរនដែលជាអ្នកដែលរៀនសាលាជាមួយគ្នានឹងឯងហើយចៅតូចល្អិតហ្នឹងគឺអត់មានអាណាឆ្ងាយអំពីកូនចៅរបស់សែនគូនោះទេបកសម័យត្រឡប់ទៅវិញហ្នឹងរនកាលពីនៅរៀនបានធ្លាប់ប្រាប់ទៅកាន់ពីពោហើយថាគេចង់ខ្លាចជាគ្រូសិស្សដែលល្បីបំផុតពីពោបានបន្តផងដែរថាតាំងតែលឺមកហ្នឹងគេគឺជាកូនសិស្សរបស់លោកម្ចាស់កាម៉ាដូម៉ាអាកាណេបាននិយាយថាបាច់តាមទេទៀតហ្នឹងគឺប្រកាសជាគេចាប់បានហើយប៉ុន្តែមានណាឆ្មាទាំងអស់ហ្នឹងគឺបានដេកតែម្ដងណារនគឺបានមកជួបជាមួយនឹងលោកម្ចាស់សែនគូហើយនិយាយថាអាហារហ្នឹងគឺបានយកមកហើយរនបាននិយាយទាំងសប្បាយចិត្តផងដែរថាស្អែកហ្នឹងគឺយើងធ្វើការកំទេចអណ្ដូងទឹក Timeless Friend ដែលធ្វើឲ្យវាខ្ទេចទាំងអស់តែម្ដងអាកាណេមកជាមួយពីពោព្រមទាំងរុយរបស់យើងហ្នឹងក៏បានឃើញសពគ្រប់ផងដែរយើងមើលទៅឃើញថាលោកម្ចាស់សែនគូហ្នឹងអត់សូវសប្បាយចិត្តដើម្បីចង់កំទេចប្រមាណទេហើយកូនសិស្សហ្នឹងក៏ខឹងដែរអញ្ចឹងហើយពួកគេហ្នឹងគឺបានដេកទាំងអត់អាហារតែម្ដងទៅកលេចមកមើលមេតបអានេះវិញហ្នឹងគឺសម្លឹងមើលតុក្កតាដៃហ្នឹងណាស្របពេលដែលលោកម្ចាស់គ្រូសិលកាម៉ាដូម៉ាហ្នឹងចូលមកដល់តែម្ដងមកដូចជាឆ្មាអញ្ចឹងគាត់តែឃើញគ្រូសិលព្រាមហ្នឹងគឺមេតបចង់ទៅសួរហើយក៏ប៉ុន្តែលោកម្ចាស់កាម៉ាដូម៉ាហ្នឹងបាននិយាយថាអូយើងដេកលក់មែនតែនដំណឹងល្អមួយដែលយើងចង់ប្រាប់នោះគឺតុក្កតាដៃហ្នឹងមិនមែនជាប្រតិយនោះទេបន្ទាប់ពីគ្រូសិលកាម៉ាដូម៉ាហ្នឹងប្រើសិលហើយយើងឃើញថាគ្រាន់តែជាតុក្កតាកណាត់តែប៉ុណ្ណោះមីងឈីហ្នឹងបានអាវ៉ាន់យ៉ាងច្រើនហើយក៏បានអង្គុយចាំនៅក្នុងឡានផងដែរពីពោហ្នឹងព្យាយាមនិយាយជាមួយនឹងអាកាណេដើម្បីបញ្ឈប់សែនគូក៏ប៉ុន្តែនាងបាននិយាយថាពួកយើងមិនអាចធ្វើបាននោះទេពីពោបានបញ្យល់ថាបើគេមានតែកំភ្លើងប៉ុន្តែអត់មានកប់កំភ្លើងក៏មិនអាចធ្វើបាននោះដែរអញ្ចឹងហើយទុកឲ្យគាត់ហ្នឹងគឺជាអ្នកបញ្ឆោតពួកគេចំណែកឯលោកម្ចាស់ហ៊ីប៉ូហ្នឹងក៏នៅក្នុងហ្នឹងផងដែរហើយអាកាណេក៏បានលួចចូលមកហើយយើងឃើញថាសែនគូហ្នឹងក៏បានដឹងខ្លួនប៉ុន្តែគេហ្នឹងគឺបានស្ទុះបាល់រត់ក្រោះតែម្ដងណារ៉នបានសួរថាតើគេចង់ធ្វើអ្វីចង់ធ្វើឥឡូវហ្នឹងមែនទេក្រែងថាចង់ធ្វើចំពោះមុខមនុស្សទូទៅនៅថ្ងៃស្អែកឯងប៉ុន្តែសែនគូហ្នឹងបាននិយាយថាឯងមិនយល់ពីយើងនោះទេឯងគ្រាន់តែជាសិស្សដែលបានថ្នាក់របស់លោកគ្រូសិលម្នាក់តែប៉ុណ្ណោះបើមិនអញ្ចឹងមិនមែនជប់ឲ្យយើងថាជាបិសាចអាក្រក់នោះទេពេលហ្នឹងរ៉នគឺបានសុំទោសហើយនិយាយថាបើទោះបីយ៉ាងណាក៏គេព្យាយាមជួយឡើងអស់លទ្ធភាពហើយរ៉នបានបន្តទាំងក្រក់ថាគាត់គ្រាន់តែចង់ឲ្យលោកម្ចាស់សែនគូហ្នឹងសប្បាយចិត្តតែប៉ុណ្ណោះគាត់មិនចង់ឲ្យប្រតិយនឹងស្អប់គាត់នោះទេគ្រប់គ្នាគឺបានដឹងច្បាស់តែម្ដងថាសែនគូហ្នឹងគឺជាប្រតិយនៅពេលនេះបកសម័យទៅវិញរ៉នហ្នឹងពិតជាបានជួបឲ្យព្រះអម្ចាស់រាជទានហ្នឹងក្លាយទៅជាបិសាចមែនដោយសារតែប្រើសិលខុសបែបហ្នឹងហើយទើបបានជាព្រះអម្ចាស់ហ្នឹងបានស្រែកថាយើងគឺជាសែនគូឥឡូវនេះយើងគឺលែងជាព្រះច្បត់ទៀតហើយរ៉នក៏បាននិយាយផងដែរថានៅពេលដែលគ្រូរបស់គេដឹងខ្លួនវិញគេប្រកាសជាមានរឿងជាមិនខានប៉ុន្តែព្រះអម្ចាស់របស់យើងហ្នឹងគឺបាននិយាយថាគាត់នឹងកំទេចទាំងគ្រូសិលកាម៉ាដូម៉ាទៀតផងពេលហ្នឹងអាកាណេបានលើទាំងអស់ហើយក៏បានចេញមកនិយាយថាឆាប់ឈប់ភ្លាមសូមកុំវាយកំទេចអណ្ដូងទឹកនឹងអីក៏ប៉ុន្តែសែនគូហ្នឹងបាននិយាយផងដែរថានាងក៏ជាអ្នកក្រៅតែប៉ុណ្ណោះកុំចេះដឹងអីពីពោបាននិយាយថាបើសិនជាអត់ទឹកហ្នឹងទៅពួកយើងប្រកាសជាស្លាប់ទាំងអស់គ្នាជាមិនខានរ៉នហ្នឹងបាននិយាយផងដែរថាឆាប់បិទមាត់ទៅមិនមែនជារឿងរបស់ឯងនោះទេពីពោបានព្យាយាមបញ្ចុះបញ្ចូលរ៉នផងដែរថាឯងគឺជាមិត្តរបស់យើងឯងគឺជារ៉នបើទោះបីជារ៉នបដិសេធក៏ដោយបន្ទាប់មកពីពោបានប្រាប់ផងដែរថាបើសិនជាអត់ទឹកទៅទាំងមិត្តភ័ក្តិគ្រួសាររបស់យើងប្រកាសជាស្លាប់យ៉ាងណាក៏ដោយគឺយើងទុកឯងជាមិត្តភ័ក្តិរ
ហូតហើយបើនិយាយទៅគឺរំភើបចិត្តតែម្ដងសូម្បីតែលោកម្ចាស់ Hippo ហ្នឹងក៏លើដែរហើយហេតុការណ៍ទាំងអស់នោះគ្រូសិស្សរបស់យើងកាម៉ាដូម៉ាហ្នឹងក៏បានឃើញផងដែរដោយគាត់បាននិយាយថាព្រះអម្ចាស់ចិត្តមកដល់ហើយក៏ពិតរនហ្នឹងគឺអត់សុខចិត្តទេក៏ប៉ុន្តែគាត់ហ្នឹងគ្រាន់ឡូឡាទៅបែរជាប្រែរូបរាងទៅប៉ិនជាពីប៉ោទៅវិញណាលោកម្ចាស់ Hippo ហ្នឹងក៏បានប្រែកាឡាជាមនុស្សវិញផងដែរឡើងជារុយទៀតហើយរុយមកក្បាលនៅក្បែរហ្នឹងក៏ខ្លាចតែជាសេះដែលធ្វើវាផ្អើលនៅក្នុងហ្នឹងតែម្ដងបើទោះបីជារនព្រមទាំងពីប៉ោហ្នឹងយករត់ទៅឲ្យវាស៊ីក៏ដោយក៏វាផ្អើលដែរអញ្ចឹងហើយហ្នឹងលោកម្ចាស់ Hippo ក៏បានរុញវាចេញទៅខាងក្រៅចៃដន្យអីហ្នឹងគឺព្រះអម្ចាស់របស់យើងក៏បានរុញលោកម្ចាស់ Hippo មកខាងក្រៅផងដែរបន្ទាប់មកហ្នឹងគឺព្រះអម្ចាស់របស់យើងនៅជាមួយនឹងអាកាណេដោយនាងបាននិយាយថាឆាប់ដល់លែងនាងទៅក៏ប៉ុន្តែព្រះអម្ចាស់ហ្នឹងបាននិយាយថាព្យាយាមមិនឈប់ត្រង់ទៅព្រះអម្ចាស់ហ្នឹងបានមានបន្ទោផងដែរថាសាកព្យាយាមមិនឈប់យើងទៅបើសិននាងពិតជាទេពធីតានៃពិភពបៃតងមែនដល់ពេលបានសេះអញ្ចឹងទៅលោកម្ចាស់ Hippo ហ្នឹងក៏បានជិះតាមរថក្រោះហ្នឹងទៅនៅខាងក្នុងរថក្រោះហ្នឹងគឺព្រះអម្ចាស់បានឌីលតែម្ដងថានោះទាំងអស់ហ្នឹងគឺខ្លាចត្រង់មែនតែនដូចជាសម្រាមអញ្ចឹងហើយសូម្បីតែអាកាណេហ្នឹងក៏បែបហ្នឹងផងដែរព្រះអម្ចាស់គឺចង់កំទេចអំពិលអំបែកប៉ុន្តែអាកាណេហ្នឹងគឺបានជួយហើយនិយាយថាកុំធ្វើអញ្ចឹងអីព្រោះថាគ្រប់គ្នាហ្នឹងគឺចង់រស់បើទោះបីជាព្រះអម្ចាស់បានមានបន្ទូលផងដែរថាគ្រប់គ្នានឹងប្រកាសជាស្លាប់បន្ទាប់មកបរិយាបុត្រហ្នឹងគឺបានបុកទម្លុះជាងតែម្ដងមីងឈីហ្នឹងក៏បានឃើញអំពីចម្ងាយគឺព្រះអម្ចាស់គឺបានតម្រង់ដើម្បីបាញ់តែម្ដងណាលោកម្ចាស់ Hippo ហ្នឹងបានខាត់ផងដែរក៏ប៉ុន្តែគេហ្នឹងគឺនៅតែតម្រង់អញ្ចឹងអាកាណេក៏បានស្ទុះចាប់ជើងរបស់ទ្រង់ហើយបានទូសួរថាតើទ្រង់ហ្នឹងពិតជាខ្លាចមែនទេតើបរិយាបុត្រហ្នឹងខ្លាចកម្មវិធីទម្លាក់អាប់ហ្នឹងមែនទេអាកាណេបាននិយាយថាវាសនារបស់ខ្ញុំត្រូវមកទីនេះក៏ប៉ុន្តែខ្ញុំមិនចង់ទទួលយកនោះទេបរិយាបុត្រហ្នឹងបានមានបន្ទូលតបថាតាំងពីជាដូនតារបស់ទ្រង់មកហ្នឹងគឺតែតែជោគជ័យនៅកម្មវិធីទម្លាក់អាប់ហ្នឹងប៉ុន្តែយើងគិតថាមកដល់វេនយើងហ្នឹងបែរជាមិនដូចអ្វីដែលគិតនោះឡើយព្រោះថាយើងហ្នឹងគឺមិនអាចធ្វើបាននោះទេហើយណាមួយព្រះមេដាលព្រមទាំងបិតារបស់យើងហ្នឹងគឺបានសោយទីបង្គត់អស់ដែលធ្វើឲ្យយើងហ្នឹងបាក់ទឹកចិត្តមែនតើទ្រង់ហ្នឹងគឺដូចជាមនុស្សដែលប៉ោឡាយអញ្ចឹងតែងតែលួចចេញទៅតំបន់នីប៊ីក៏ដូចជាបង្កបញ្ហាជាមួយនឹងប្រជាជនដទៃទៀតដែលធ្វើឲ្យទំនុកចិត្តរបស់ទ្រង់ហ្នឹងគឺកាន់តែថយចុះនៅកម្មវិធីដើម្បីទម្លាក់អាប់ហ្នឹងតែម្ដងនេះហើយគឺជាមូលហេតុដែលព្រះរាជបុត្រហ្នឹងស្នើឲ្យលោកគ្រូសិលកាម៉ាដូម៉ាហ្នឹងជប់ទ្រង់ឲ្យគេងនៅក្នុងតុក្កតាដែកដើម្បីបន្ធូរអំពីសម្ពាធផ្លូវអារម្មណ៍របស់ទ្រង់អញ្ចឹងហើយបានជារកអ្នកបម្រើហ្នឹងជប់ទ្រង់តអំពីតុក្កតាដែកទៅជាបិសាចទាំងឯងអាកាណេបានសួរថាបន្ទាប់ពីបំផ្លាញអណ្ដូងទឹកហើយតើព្រះរាជបុត្រយើងហ្នឹងបាត់ខឹងព្រមទាំងខ្លាចឬក៏អត់ទ្រង់មិនបានតបនោះទេដូច្នេះហើយអាកាណេបាននិយាយថាមិនអីទេខ្ញុំនឹងជួយព្រះអង្គម្ចាស់នៅក្នុងកម្មវិធីទម្លាក់អាប់នោះដោយទ្រង់បានមានបន្ទូលអញ្ចឹងខ្ញុំគឺជាទេពធីតានៃពិភពបៃតងដូច្នេះគឺខ្ញុំត្រូវតែជួយទ្រង់បើទោះបីយ៉ាងណាខ្ញុំបានឆ្លងកាត់ភូមិយ៉ាងច្រើនមកដល់កន្លែងហ្នឹងហើយភូមិទាំងអស់នោះពិតជាស្រស់ស្អាតមែនតើដែលនៅក្នុងពិភពរបស់ខ្ញុំហ្នឹងគឺមិនមានបែបនោះឡើយព្រោះថាវិជាសាស្ត្រហ្នឹងគឺបានបំផ្លាញហើយកាន់តែរួមទៅហើយអាកាណេបាននិយាយអំពីភូមិស្រស់ស្អាតរបស់លោកម្ចាស់មេភូមិដំបូងហ្នឹងឯងដែលអាកាណេហ្នឹងគឺបានចាប់ជើងជាប់ហើយនិយាយថាដូច្នេះហើយសូមជួយការពីពិភពមួយនេះផងទូបង្គំជឿជាក់ថាព្រះអម្ចាស់ប្រកាសជាអាចធ្វើបានស្រាប់តែពេលហ្នឹងព្រះអម្ចាស់របស់យើងហ្នឹងគឺបានរលាយបណ្ដាសាតែម្ដងដែលធ្វើឲ្យលេចមុខយ៉ាងសង្ហាអាកាណេបាននិយាយថាទ្រង់គឺលែងជាសែនគូទៀតហើយបន្ទាប់ពីព្រះរាជបុត្រត្រឡប់មកវិញអាកាណេព្រមទាំងព្រះរាជបុត្រហ្នឹងក៏បានលែងអំពិលអំបែកហើយយើងឃើញថាមីងឈីហ្នឹងគឺបានសំទោសក្មួយព្រោះថាຕົកចោលប៉ុន្តែអាកាណេបាននិយាយថាខ្សែកហ្នឹងគឺធ្វើឲ្យគាត់ក្លាហានជាងមុនតែពេលនេះអាចបកគលថ្វាយព្រះរាជបុត្របានទេលោកម្ចាស់ Hippo ហ្នឹងបាននិយាយថាមានមិនទាន់ដល់ពេលគ្រប់គ្រាន់ទេបន្ទាប់មកហ្នឹងពួកគេគឺបានហោះចេញមកវិញគឺហោះមកផ្ទះរបស់លោកម្ចាស់ Hippo ហ្នឹងឯងបន្ទាប់មកទៅជាន់ទី2បន្ទប់ពិសោធន៍ហ្នឹងយើងឃើញថាលោកម្ចាស់ Hippo គឺបានផលិតនូវខ្សែកមួយទៀតដែលដូចជាអាកាណេអញ្ចឹងហើយស្អែកឡើងហ្នឹងគឺបានបញ្ឆេះមកយ៉ាងលឿនតែម្ដងមកកម្មវិធីទម្លាក់អាប់ហ្នឹងឯងអាកាណេហ្នឹងគឺបាននិយាយសុំទោសទៅកាន់ព្រះរាជបុត្រថាមកយឺតបន្ទាប់មកព្រះរាជបុត្រហ្នឹងគឺបានយកព្រមឲ្យអាកាណេបំពាក់ខ្សែកហ្នឹងហើយឃើញថាវាលាយចូលបាត់ដូចជានាងអញ្ចឹងអាកាណេបានប្រាប់ផងដែរថាខ្សែកហ្នឹងគឺវាគូជាមួយនាងហើយវាធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងក្លាហានទៅមុខជាមួយគ្នាហើយវាក៏ជាមូលហេតុដែលធ្វើឲ្យនាងហ្នឹងបានមកជួបគេនៅកន្លែងហ្នឹងផងដែរសង្ឃឹមថាទ្រង់នឹងទុកចិត្តនាងលោកគ្រូសិលកាម៉ាដូម៉ាហ្នឹងគឺបានប្រាប់ថាអាកាណេគឺជាទេពធីតានៃពិភពបៃតងដូច្នេះហ្នឹងឆាប់យកអាវធំបកលឲ្យនាងទៅមីងឈីបានសួរថាកម្មវិធីហ្នឹងដែលបរាជ័យអត់លោកម្ចាស់ Hippo បានប្រាប់ផងដែរថាប្រកាសណាស់បើបរាជ័យហ្នឹងព្រះរាជបុត្រប្រកាសជាសោយទីបង្គត់វាគឺជាការដោះដូរដែលព្រះអម្ចាស់ធានាថាពិភពលោកនឹងពោពេញទៅដោយទឹករហូតដល់មនុស្សចំនួនក្រោយខ្សែរាជវង្សហ្នឹងគេដឹងច្បាស់ហើយដូច្នេះព្រះអម្ចាស់ណាប្រកាសជាប្រយ័ត្នជាមិនខានទៅដល់កណ្ដាលដងយ៉ាងធំហ្នឹងគឺព្រះអម្ចាស់បានសួរអាកាណេខ្លាចឬក៏អត់ក៏ប៉ុន្តែនាងបានឆ្លើយទាំងក្លាហានថាអត់នោះទេកម្មវិធីក៏បានចាប់ផ្ដើមនៅពេលដែលព្រះអាទិត្យហ្នឹងចាំងចំដើរធ្វើឲ្យទឹកហ្នឹងស្រក់ចូលទៅក្នុងអណ្ដូងនោះប៉ុន្តែអត់មានប្រតិកម្មអ្វីទាំងអស់ក្រៅអំពីស្លឹកឈើជ្រុះចូលដូច្នេះហើយព្រះអម្ចាស់ហ្នឹងគឺបានដោះអាវក្រៅអាកាណេបានសួរថាមានន័យដូចម្ដេចព្រះអម្ចាស់ហ្នឹងបានប្រាប់ទៅកាន់អាកាណេថាកម្មវិធីហ្នឹងគឺបានបរាជ័យហើយដូច្នេះគឺទ្រង់ត្រូវលះបង់បកាយចូលទៅក្នុងអណ្ដូងហ្នឹងណាអាកាណេបាននិយាយថាឈប់សិនដូចជាខកខើពេកហើយនាងបាននិយាយថាមេតបឆាប់ខាត់ភ្លាមទៅក៏ប៉ុន្តែមេតបបាននិយាយថានាងបាននិយាយថាខកខើមែនទេតែមិនដែលកើតនៅក្នុងពិភពរបស់នាងទេអម្ចាស់ហ្នឹងគឺបានប្រាប់ថាមិនអីទេអាកាណេអរគុណហើយយើងលាសិនហើយមានណាចង់លោតទៅហ្នឹងគឺអាកាណេព្យាយាមទាញរហូតដល់ខ្លួនឯងហ្នឹងក៏ធ្លាក់ចូលទៅក្នុងអណ្ដូងហ្នឹងជាមួយនឹងព្រះអម្ចាស់ផងដែរមីងឈីចង់ចូលទៅជួយដែរក៏ប៉ុន្តែតាហ៊ានហ្នឹងគឺបានខាត់ជាប់នៅពេលដែលដឹងខ្លួននៅបាត់អណ្ដូងហ្នឹងយើងឃើញថា
ព្រះអង្គម្ចាស់គឺបានជួបជាមួយនឹងទេវតាបានប្រាប់ថាព្រះអង្គម្ចាស់ហ្នឹងគឺធ្វើបានល្អមែនតើដោយត្រង់ហ្នឹងគឺជាព្រះរាជបុត្រដែលប្រាជ្ញាហើយថែមទាំងក្លាហានទៀតផងដូច្នេះកុំភ្លេចឲ្យរង្វាន់ទៅកាន់នារីម្នាក់នេះបន្ទាប់ពីទទួលវត្ថុទៅហើយពួកគេទាំងពីរនាក់គឺបានឡើងមកខាងលើវិញគ្រប់គ្នាគឺភ្ញាក់ផ្អើលខ្លាំងមែនតើសូម្បីតែមីងឈីព្រះអង្គម្ចាស់ហ្នឹងគឺបានមានបន្ទោថាកុំបារម្ភពីគាត់អីឆាប់ដោះលែងទៅព្រោះថាគាត់មិនលូតម្ដងទៀតនោះទេព្រះរាជបុត្របានមានបន្ទោថាឆាប់លែងយើងទៅដល់កម្មវិធីដើម្បីទម្លាក់ទឹកហ្នឹងទៀតហើយបន្ទាប់មកយើងឃើញថាទឹកហ្នឹងគឺបានបុកចេញអំពីអណ្ដូងនោះយ៉ាងច្រើនតែម្ដងដែលធ្វើឲ្យព្រះអង្គម្ចាស់ហ្នឹងគឺយកដាវកាប់ទៅហើយភ្លៀងគឺបានស្រោចស្រពដូចជាវេទមន្តអញ្ចឹងគ្រប់តំបន់នៅក្នុងពិភពមួយនេះសូម្បីតែអារបស់មេភពហ្នឹងក៏បានជាប់លេខ1ផងដែរជាហេតុធ្វើឲ្យប្រជាជននៅក្នុងហ្នឹងគឺសប្បាយចិត្តមែនតើឡើងហូរទឹកភ្នែកហើយក៏កាន់តែគោរពព្រះអង្គម្ចាស់ផងដែរបន្ទាប់មកលោកម្ចាស់ហ៊ីប៉ូហ្នឹងគឺបានជូនពួកគេមកច្រកចេញដោយពេលហ្នឹងបានប្រាប់ផងដែរថាកាលពី6ឆ្នាំមុនហ្នឹងក៏មានស្នាមម្រាមដៃរបស់ទេវតាម្នាក់ផងដែរហើយអាកាណេហ្នឹងដើរមិនប្រយ័ត្នក៏បានជាប់នៅម្រាមដៃរបស់នាងនៅលើជញ្ជាំងពីប៉ូបាននិយាយថាមើលទៅពួកយើងត្រូវជួសជុលបន្តទៀតហើយអាកាណេបាននិយាយថាគាត់មិនតាមមកកោខ្សែកយុទ្ធការហ្នឹងឲ្យវិញទេប៉ុន្តែលោកម្ចាស់ហ៊ីប៉ូហ្នឹងបាននិយាយថាមិនអីនោះទេគាត់មិនត្រូវការនោះឡើយណាមួយទៀតខ្សែកហ្នឹងវានឹងបាត់ទៅដោយឯងលោកម្ចាស់ហ៊ីប៉ូបានបន្តផងដែរថាគាត់ហ្នឹងគឺបានឲ្យឱកាសទៅកាន់អាកាណេក៏ប៉ុន្តែនៅចុងបញ្ចប់គឺអាកាណេហ្នឹងក្លាហានដោយខ្លួនឯងបន្ទាប់មកពីប៉ូហ្នឹងគឺបានថើបលាគ្នាណាដោយសារមីងឈីហ្នឹងបានថើបពីប៉ូវិញពីប៉ូបានសួរថាមើលទៅលោកម្ចាស់ហ៊ីប៉ូដូចជាចំណែនខ្ញុំហើយគ្រូរបស់ពីប៉ូបាននិយាយថាឯងពិតជាឆ្លើយមែនតើនិយាយផ្ដេសផ្ដាស់បន្ទាប់មកលោកម្ចាស់ហ៊ីប៉ូហ្នឹងគឺបានបង្ហាញគំនូរមកផ្ទាំងដែលនិយាយថាវាគឺជាកាដូដែលប្រទានដោយព្រះរាជបុត្រអាកាណេក៏បានធ្វើការអរគុណផងដែរមីងឈីបាននិយាយថាអូយើងមកដល់នឹង3ថ្ងៃទៅហើយមិនស្រួលហ្នឹងគេរកយើងជាមិនខានប៉ុន្តែលោកម្ចាស់ហ៊ីប៉ូបាននិយាយផងដែរថាកុំបារម្ភអីគ្មានអ្នករកនោះទេព្រោះថានៅពិភពរបស់លោកម្ចាស់ហ៊ីប៉ូមួយថ្ងៃគឺស្មើនឹង1ម៉ោងតែប៉ុណ្ណោះនៅពិភពរបស់យើងមីងឈីថាពិតមែនហ៎ក៏ប៉ុន្តែពួកយើងនឹងអាចត្រឡប់មកវិញបានទេលោកម្ចាស់ហ៊ីប៉ូបាននិយាយថាពួកគេនឹងគឺមិនអាចមកវិញបាននោះទេហើយណាមួយទៀតហ្នឹងគ្រប់យ៉ាងគឺមិនអាចផ្លាស់ប្ដូរបានដូចគ្នាបន្ទាប់មកហ៊ីប៉ូហ្នឹងគឺបានប្រាប់ថាឲ្យពួកគេទៅហើយកុំបាយមើលក្រោយឲ្យសោះបាទពីប៉ូហ្នឹងគឺបានស្រែកហៅអាកាណេព្រមទាំងមីងឈីណាបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានចេញពីខាងក្រៅមកប៉ុន្តែនៅពេលដែលត្រឡប់មកទៅវិញហ្នឹងគឺជាបន្ទប់ដាក់អីវ៉ាន់តែប៉ុណ្ណោះអាកាណេក៏បានប្រាប់ម្ដាយមីងផងដែរថាមីងខ្ញុំត្រឡប់ទៅផ្ទះវិញហើយភ្ញៀវម្នាក់នៅក្នុងហាងហ្នឹងបានសួរថាតើពួកគេហ្នឹងនៅឯណារកយូរហើយមិនឃើញសោះមីងឈីបានសួរថាតើលោកគឺជានរណាគេមិនចាំខ្ញុំទេមែនទេខ្ញុំហ្នឹងគឺត្រូវបានអ្នកនាងណែនាំឲ្យទិញអំពូលមួយនេះសំខាន់មីងឈីអត់មានអារម្មណ៍លូកដោតែម្ដងណាបរិមម្នាក់ហ្នឹងបាននិយាយថាគាត់ចង់ទិញអាភ្លើងមួយហ្នឹងមីងឈីបាននិយាយថាបើចូលយ៉ាងអញ្ចឹងហើយមើលហាឲ្យគាត់ផងហើយកុំភ្លេចលេងភ្លេងឲ្យគាត់ហ្នឹងកាន់តែដេកលក់ស្រួលផងព្រោះគាត់ហ្នឹងចង់គេងហើយអាកាណេគឺបានត្រឡប់មកវិញហើយឲ្យម្ដាយនិយាយថាអរគុណសម្រាប់កាដូខួបកំណើតរបស់គាត់ដែលគួរស្រឡាញ់បែបហ្នឹងនាងក៏បានសួរម្ដាយផងដែរថាពិភពមួយនេះពិតជាធំហើយស្រស់ស្អាតណាស់មែនទេម្ដាយបាននិយាយថាពិតប្រាកដហើយអាកាណេហ្នឹងគឺបានចាប់អារម្មណ៍ថាខ្លួនឯងស្និទ្ធស្នាលជាមួយម្ដាយជាងកាលមុនហើយរឿងរបស់យើងហ្នឹងក៏បានមកដល់បញ្ចប់ផងដែរភាពបន្តហ្នឹងគឺសម្បកខ្យងផ្សេងៗហ្នឹងគឺអាកាណេបានយកមកឲ្យមិត្តភ័ក្តិក៏ដូចជាប្រពន្ធនៅកម្មវិធីខួបកំណើតរបស់នាងមិនថាមានរឿងអីកើតឡើងនោះទេយើងមិនត្រូវបោះបង់ខ្លួនឯងចោលនោះឡើយដូចជាអាកាណេអញ្ចឹងហើយអត់មានក៏សូមធ្វើការខន្តីអភ័យទោសដល់កំហុសឆ្គងនានាអរគុណច្រើនជម្រាបលាជួបគ្នារឿងក្រោយបាយបាយ